ខ្ញុំបាទឈ្មោះអៀកំសេងជាដំបូងសូមជម្រាបសួរបងប្អូនរួមជាតិពេញពិភពលោកជាពិសេសបងប្អូននៅក្នុងបណ្ដាញ Facebook និងបណ្ដាញ YouTube ជាទីគោរពនិងជាទីរាប់អានលើកនេះខ្ញុំសូមឆ្លើយតបទៅកញ្ញាធីសវណ្ណថាបើតាមការពិតខ្ញុំវាចង់ផ្អាកនៅក្នុងរយៈពេល2-3ខែសិនចាំនឹងឆ្លើយតបក៏ប៉ុន្តែមើលទៅស្ដាប់ទៅវាទើសតិចទើសភ្នែកនៅអ្វីដែលហៅថាកញ្ញាទីសវណ្ណថាហ្នឹងគេហៅថាចង់មកតាំងខ្លួនជាអ្នកមកផ្សព្វផ្សាយសង្គមដើម្បីឲ្យគេនឹងយល់ដឹងតែខ្លួនឯងមិនទាន់យល់ពីទស្សនៈនយោបាយនៅក្នុងអ្វីដែលខ្លួនឯងដើរកំពុងតែចូលរួមសកម្មភាពនៅចលនាគេហៅថាជាចូលរួមជាមួយនឹងគណៈបកបោកសង្គមគេហៅគណៈបកប្រឆាំងគឺគណៈបកសង្គ្រោះចោលដែលយើងរយៈកាលកន្លងមកកញ្ញាបានមើលឃើញពីសកម្មភាពនយោបាយដែលខ្លួនឯងបានប្រកបប្រកាសដើរទៅប្រកបប្រកាសឲ្យហ៊ុនសែនចុះចេញពីតំណែងដែលចូលរួមសកម្មភាពដ៏សស្រាក់ស្រាំជាមួយនឹងគណៈបកសង្គ្រោះចោលតែឥឡូវនេះយើងមើលឃើញថាគណៈបកសង្គ្រោះចោលនៅតែបន្តសកម្មភាពបោកប្រជាពលរដ្ឋប៉ុណ្្នឹងហើយនៅតែកញ្ញាមិនព្រមភ្ញាក់ខ្លួនថែមទៀតដូចជាខ្ញុំអៀកំសេងមុននឹងការឆ្លើយតបទៅកញ្ញាដើម្បីឲ្យបានយល់ដឹងពីបញ្ហាអ្វីដែលថាកញ្ញាចូលរួមសកម្មភាពដែលមកការផ្សព្វផ្សាយហ្នឹងតើវាសមស្របទេទៅក្នុងជាអ្នកសារព័ត៌មានឬក៏ជាអ្នកវិភាគនយោបាយអញ្ចឹងមុននឹងលក្ខណៈកន្លែងហ្នឹងទាំងអស់ហ្នឹងដែលខ្ញុំចង់បង្ហាញកញ្ញាឲ្យបានយល់ដឹងអញ្ចឹងខ្ញុំនឹងដាក់រហស្សនាមមួយដើម្បីឲ្យសមស្របហៅថាកញ្ញាហ្នឹងជាអ្នកនិយាយអត់ដឹងក្បាលដឹងកន្ទុយហ្នឹងអ្វីក៏ដោយដែលការធ្វើហ្នឹងមិនដឹងតែខ្លួនឯងចូលទៅលើទស្សនៈអ្នកនយោបាយឬក៏ជាអ្នកនេសាទព័ត៌មានអញ្ចឹងខ្ញុំចង់បង្ហាញសង្គមឲ្យបានយល់ដឹងថាកញ្ញាធីសវណ្ណថាដែលខ្ញុំនឹងដាក់ងារឲ្យគេហៅថាធីសវណ្ណថាបោកគឺបោកមេនអញ្ចឹងបានរហស្សនាមកញ្ញាធីសវណ្ណថាបោកគឺបោកមេនដើម្បីបង្ហាញសង្គមឲ្យយល់ដឹងពីព្រោះនៅក្នុងคลิปកញ្ញានេះបើស្ដាប់ទៅវាទើសជាពេកមិនដឹងថាកញ្ញាឯងជាអ្នកផ្សព្វផ្សាយព័ត៌មានឬក៏ជាអ្នកដែលវិភាគនយោបាយដើម្បីបង្ហាញសង្គមឲ្យមើលដឹងថាខ្លួនឯងជាតួនាទីអ្វីដែលចូលទៅលើទស្សនៈទៅបញ្យល់សង្គមបើចង់តាំងខ្លួនជាអ្នកសារព័ត៌មានបញ្ជាក់ពីសារព័ត៌មានឲ្យច្បាស់លាស់អ្វីដែលហៅថាជាសារព័ត៌មានអ្វីក៏ដោយដូចជាចំណុចមួយទៀតបើចង់តាំងខ្លួនឯងជាអ្នកវិភាគនយោបាយហើយជាអ្នកឲ្យផ្ដាល់ទៅគេហៅថាទស្សនៈនយោបាយវិបត្តិនៅបញ្ហាប្រទេសជាតិត្រូវយួនធៀនពៀនហ្នឹងតើសត្រូវខ្មែរពិតប្រាកដហ្នឹងជាយួនឬក៏ជាខ្មែរដើម្បីមុននឹងការវេកញែកនៅការឲ្យតម្លៃទៅលើរបស់កញ្ញាឯងបានន័យថាហ៊ានប្រើពាក្យមួយថាសត្រូវរបស់ខ្មែរពិតប្រាកដហ្នឹងមិនមែនខ្មែរទេគឺយួនអញ្ចឹងបានន័យថាទស្សនៈដែលកញ្ញាមើលឃើញសប្ថ្ងៃនេះបានន័យថាមើលឃើញប្រទេសយួនមកយកទឹកដីខ្មែរឬក៏ជនជាតិខ្មែរខ្លួនឯងហ្នឹងមកបំរើយួនសម្រាប់ខ្មែរតើយើងមើលឃើញសកម្មភាពនៅក្នុងគណៈបកទាំង3ហ្នឹងតើគណៈបកទាំង3ហ្នឹងបំរើយួនសម្រាប់ខ្មែរឬក៏យួនមកយកទឹកដីខ្មែរដើម្បីបង្ហាញសង្គមឲ្យបានច្បាស់លាស់មិនទន្ទឹមមកប៉ុណ្្នឹងទេកញ្ញាហ៊ានថែមទាំងប្រកបប្រកាសឲ្យគណៈបកសង្គ្រោះចោលហ្នឹងទៅទាញកម្លាំងប្រជាពលរដ្ឋឲ្យចុះទៅព្រំដែនបន្តទៀតយើងសុំសួរថាចុះទៅព្រំដែនបន្តទៀតហ្នឹងដើម្បីអីដើម្បីឲ្យយួនវាយឲ្យបែកក្បាលខ្មែរឲ្យយួនសម្លាប់ខ្មែរបានកញ្ញាសប្បាយចិត្តឬយ៉ាងម៉េចដូចជាទន្ទឹមពេលហ្នឹងអៀកំសេងនឹងចាក់សំលេងទីសវណ្ណថាបោកមេនហ្នឹងដើម្បីបំភ្លឺឲ្យបងប្អូនឲ្យដឹងឲ្យស្ដាប់សិនខ្ញុំនឹងបកនៅនិយមន័យនៃពាក្យទាំងអស់ហ្នឹងដែលខ្ញុំបានធ្វើការចោទប្រកាន់បាទឲ្យបងប្អូនមកស្ដាប់ដូចតទៅសូមជម្រាបសួរបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកនិងក្រៅស្រុកទាំងអស់គ្នាការពីម្សិលមិញគឺដោយបងប្អូនទាំងអស់គ្នាបានដឹងគឺមានការចាប់ខ្លួនសកម្មជនប្រឆាំង11នាក់ហើយពួកគាត់ទាំងនោះភាគច្រើនគឺជាអ្នកដែលបានចូលរួមក្នុងសកម្មភាពប្រឆាំងនឹងជនជាតិយួនដែលបានបំពេញលើទឹកដីខ្មែរដូចជាបងប្អូនបានដឹងគឺនៅខេត្តត្បូងឃ្មុំគឺយួនបានដាក់ថ្នាំសម្លាប់ដំណាំពលរដ្ឋខ្មែរយើងហើយនៅខេត្តរតនគិរីគឺយួនបានជីកស្រះបំពេញនៅត្រង់ព្រំដែនខ្មែរយើងហើយនៅមួយទៀតនៅខេត្តកណ្ដាលហ្នឹងគឺនៅស្រុកកោះធំគឺយួនបានដាក់ប្រទេសទាហាននៅទីនោះហើយមួយទៀតនៅខាងខេត្តស្វាយរៀងគឺយួនបានធ្វើឈូសផ្លូវហ្នឹងគឺបំពេញត្រង់បង្គោលព្រំដែនហើយទៅនឹងបំពេញឲ្យឈូសភ្នូដូនតាខ្មែរយើងទៀតនេះគឺជាសកម្មភាពយួនដែលបានពៀនលើខ្មែរដែលប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយគឺបានដឹងបានឮទាំងអស់គ្នាហើយរឿងទាំងនេះគឺជារឿងចំណុចខ្សោយរបស់រាជរដ្ឋាភិបាលជាពិសេសហ្នឹងក៏រដ្ឋាភិបាលហ្នឹងក៏បានទទួលស្គាល់ដែរពីចំហឆ្គងនិងពីរឿងយួនដែលបានបំពេញខ្មែរហើយរដ្ឋាភិបាលបានដាក់កំណត់ទូតទៅប្រទេសយួនទៀតប៉ុន្តែយួនគឺអត់បានរដ្ឋាភិបាលយួនហ្នឹងគឺអត់បានឆ្លើយតបទេនេះគឺជាការមើលងាយមួយដល់រដ្ឋាភិបាលខ្មែរដូចគ្នាហើយប៉ុន្តែបើតាមខ្ញុំឃើញគឺគណៈបកប្រឆាំងហ្នឹងគឺគាត់បានធ្វើរឿងសាររឿងព្រំដែន រឿងបញ្ហាយួនដែលជារឿងចំណុចខ្សោយរបស់រដ្ឋាភិបាលហើយធ្វើឲ្យមានការផុសផុលយ៉ាងច្រើននិងយកចិត្តទុកដាក់ពីប្រជាពលរដ្ឋប៉ុន្តែបែរជាខាងរដ្ឋាភិបាលចាប់សកម្មជនប្រឆាំង11នាក់នេះតាមការយកឃើញរបស់ខ្ញុំគឺជាការបង្វែររឿងព្រំដែនយួនឲ្យគណៈបកប្រឆាំងគិតតែពីការទៀមទាដោះលែងសកម្មជនរបស់ខ្លួនបើសម្រាប់ខ្ញុំសូមផ្ដាំផ្ញើសារដល់គណៈថ្នាក់ដឹកនាំគណៈបកប្រឆាំងសូមឲ្យបែងចែកក្រុមឲ្យដាច់គឺមានក្រុមមួយដែលទៀមទាដោះលែងសកម្មជនទាំង11នាក់ប៉ុន្តែចំពោះសកម្ម
មកភាពព្រំដែនសូមបង្កាត់ក្រុមមួយទៀតកុំឲ្យឈប់ឲ្យសោះសូមឲ្យពួកគាត់មកក្រុមទៀតហ្នឹងធ្វើកិច្ចការព្រំដែនគឺឲ្យនៅតែនៅដែរព្រោះប្រជាពលរដ្ឋមានការយកចិត្តទុកដាក់ណាស់ហើយដូច្នេះកុំឲ្យគោលបំណងរបស់រដ្ឋាភិបាលដែលបង្វែររឿងនេះបានជោគជ័យចឹងសូមបកប្រឆាំងបែងចែកក្រុមធ្វើការទាំងពីរនេះហើយសម្រាប់ខ្ញុំយល់ឃើញថារឿងព្រំដែននេះគឺមិនមែនជារឿងរបស់បកប្រឆាំងតែមួយនោះទេគឺវាជារឿងរបស់ជាតិមិនមែនជារឿងរបស់យើងដែលត្រូវបែងចែកគិតថាវាជារឿងរបស់គណៈបកណាគណៈបកណានោះទេព្រោះថារឿងយួនដែលមកពៀនខ្មែរនេះគឺជារឿងទឹកដីរឿងផ្ទះរបស់យើងទាំងអស់គ្នាដូច្នេះសូមខ្មែរទាំងអស់គ្នាសាមគ្គីគ្នាឡើងហើយកុំលៀបពណ៌គ្នាទៅវិញទៅមកសូមឲ្យមានការសាមគ្គីគ្នាព្រោះសត្រូវរបស់យើងពិតប្រាកដគឺមិនមែនខ្មែរគ្នាឯងនោះទេគឺជាជនជាតិយួនឬក៏ជនជាតិបរទេសដែលឈ្លានពានទឹកដីខ្មែរនោះដូច្នេះសូមកូនខ្មែរទាំងអស់សាមគ្គីគ្នាហើយស៊ូបន្តទៀតកុំចោះចាញ់ដូច្នេះសូមបងប្អូនជួយ like និង share វីដេអូនេះផងដើម្បីចែកចាយបន្តហើយជាការសាមគ្គីទាំងអស់គ្នាអរគុណឥឡូវនេះខ្ញុំសូមឆ្លើយតបទៅคลิปที่សវណ្ណថាបោកមេនហ្នឹងដើម្បីបង្ហាញពីសវណ្ណថាបោកមេនឯងស្ដាប់ឲ្យបានច្បាស់លាស់អំពីគេហៅថាคลิปហ្នឹងមិនមែនជាคลิปជាព័ត៌មានទេคลิปហ្នឹងគឺជាคลิปទស្សនៈរបស់កញ្ញាទីសវណ្ណថាបោកមេនដូច្នេះនៅក្នុងទ្រឹស្ដីក្នុងคลิปហ្នឹងវាមានទី1គេហៅថាសកម្មភាពបញ្ជាក់បង្ហាញអំពីយួនបានមកធ្វើមកលើទឹកដីខ្មែរបញ្ហាទី2គេហៅថាទស្សនៈរបស់កញ្ញាបានយល់ឃើញប្រមូលកម្លាំងឲ្យសាមគ្គីគ្នាហើយសាមគ្គីចូលរួមជាមួយនឹងគណៈបកសង្គ្រោះចោលដើម្បីបំភ្លេចបំផ្លាញជាតិទស្សនៈទី3កញ្ញាបាននិយាយថាសត្រូវរបស់ខ្មែរពិតប្រាកដហ្នឹងមិនមែនជាខ្មែរទេគឺយួនហើយបញ្ហាទី4កញ្ញាបានលើកពីរឿង Line និង Share ដូចជាឥឡូវចំណុចនេះខ្ញុំគាត់នៅចង់បកស្រាយយកទស្សនៈ Line និង Share ដើម្បីមកបង្ហាញកញ្ញាឲ្យបានយល់ដឹងសិនមុននឹងការឆ្លើយតបនៅក្នុងសកម្មភាពនិងទស្សនៈដូចជាចំណុចទី1យើងនិយាយពីរឿង Line និង Share ខ្ញុំគាត់ចង់បញ្ជាក់បង្ហាញកញ្ញាឲ្យច្បាស់លាស់អំពី Line និង Share ពាក្យ Line និង Share ហ្នឹងคลิปដែលកញ្ញាកំពុងតែនិយាយហ្នឹងមិនអាចប្រើពាក្យ Line Share បានទេពីព្រោះคลิปហ្នឹងជាទស្សនៈរបស់កញ្ញាដូចជាចំណុចដែលពាក្យ Line និង Share ហ្នឹងដរាបណាតែព័ត៌មានជាក់ស្ដែងព័ត៌មានពិតប្រាកដព័ត៌មានរហ័សការអាហ្នឹងបានអាចយើងប្រើពាក្យ Line និង Share ដូចលើកឧទាហរណ៍ព័ត៌មានវិច័យចេញទី2វាមានរូបភាពសកម្មភាពហើយនឹងដំណឹងតែច្បាស់លាស់អាហ្នឹងដែលយើងអាចបញ្ចេញ Line និង Share បានអាហ្នឹងបើយើងប្រើទស្សនៈជំរុញឲ្យអ្នកដែលគ្រប់គ្រងយើងហ្នឹងឲ្យជួយឲ្យគិតជួយ Line និង Share អាហ្នឹងយើងអាចប្រើពាក្យហ្នឹងដើម្បីសុំសំណូមពរឲ្យគេជួយបញ្ជូនព័ត៌មានឲ្យត្រូវភាពការអាហ្នឹងដែលយើងចង់បញ្ជាក់បង្ហាញកញ្ញាបានច្បាស់លាស់តែកញ្ញាដែលប្រើពាក្យហៅថា Line និង Share នៅក្នុងคลิปវីដេអូនេះមិនអាចយកពាក្យហ្នឹងយកមកប្រើបានទេដូចជាកុំឲ្យយកទស្សនៈនឹកឃើញទៅពីទៅទៀតហើយយកមកប្រើនៅក្នុងបញ្ហាពិភពលោកដូចនេះខ្ញុំក៏ចង់បញ្ជាក់បង្ឲ្យកញ្ញាឲ្យយល់ដឹងកុំឲ្យចេះតែនឹកឃើញតែប្រើពាក្យគេហៅថាល្ងឹតល្ងងហើយអត់ដឹងក្បាលដឹងទុយយកមកប្រើទៅពីទៅទៀតដោយគ្មានមូលដ្ឋាននឹងការយល់ដឹងអានេះចំណុចទី1ដែលខ្ញុំចង់បញ្ជាក់បង្ហាញកញ្ញានឹងឲ្យបានច្បាស់លាស់អំពី Line និង Share ដូចជាអ្វីក៏ដោយមុននឹងយើងធ្វើអីយើងត្រូវការគិតពិចារណាឲ្យយល់ដឹងពីច្បាប់ទម្លាប់ក្បួនខ្នាតឲ្យត្រឹមត្រូវចាំយើងនឹងបង្ហោះចេញនៅការនិយាយស្ដីព្រោះវាមានការប៉ះពាល់ទៅលើសង្គមដែលគេហៅថាការ Line និង Share ហ្នឹងបានន័យថាបើសិនជាកញ្ញាប្រើពាក្យ Line និង Share ឥឡូវនេះស្មើនឹងការញុះញង់សង្គមឲ្យជួបនៅភាពវិនាសមហន្តរាយដែលចូលទៅលើទស្សនៈកញ្ញាមិនទាន់បានយល់ពីនយោបាយប្រវត្តិសាស្ត្រសង្គមកិច្ចសេដ្ឋកិច្ចវប្បធម៌នៅក្នុងសង្គមនឹងឲ្យបានពិតប្រាកដទេបែរជាកញ្ញាឯងហ៊ានឲ្យគេប្រើ Line និង Share លើទស្សនៈខ្លួនឯងដែលមានមូលដ្ឋានចំហនឹងការពិតអានេះខ្ញុំចង់បញ្ជាក់បង្ហាញកញ្ញាឲ្យយល់ដឹងអំពីបញ្ហា Line និង Share បញ្ហាទី1យើងនិយាយទី2កញ្ញានិយាយពីសកម្មភាពដែលយួនបានធ្វើប៉ុនប៉ងមកលើទឹកដីខ្មែរដូចជាកញ្ញាបានរាយរាប់អស់ហើយតាមព្រំដែនសកម្មភាពទាំងអស់ដូចជាអាហ្នឹងដែលយើងមើលឃើញថាហេតុអីបានយួនហ៊ានធ្វើដល់ថ្នាក់ហ្នឹងកន្លែងហ្នឹងឲ្យកញ្ញាត្រូវមានការពិភាក្សាពិចារណាដល់កម្រិតហេតុអីបានគេមើលងាយយើងអ្វីដែលគេមើលងាយយើងបើយើងមិនធ្វើឲ្យគេមើលងាយតើធ្វើម៉េចគេមើលងាយយើងកើតអញ្ចឹងកញ្ញាត្រូវយល់អាទស្សនៈមួយឲ្យច្បាស់លាស់សេះស្លូតទីមនុស្សស្លូតទីទៀតទស្សនៈអស់ហ្នឹងហើយដែលយើងបង្កសកម្មភាពបញ្ហាដែលកញ្ញាគេហៅថាកញ្ញាបោកមែនកញ្ញាអីបានមើលឃើញសកម្មភាពនយោបាយដែលគេប៉ុនប៉ងគេវាយគេធ្វើបាបតើអ្នកណាដែលមានសមត្ថភាពចេញមកជួយសិតតែពួកបោកប្រាស់សង្គមនៅក្នុងគណៈបកទាំង3ហ្នឹងគណៈបករាជានិយមគណៈបកប្រជាជនហើយនិងគណៈបកសង្គ្រោះចោលសកម្មភាព3នាក់ហ្នឹងគេរួមចំណែកកម្លាំងដើម្បីគំតិចជាតិសាសន៍ខ្មែរនេះជាផែនការយួនដែលគេរៀបចំមកអានេះដែលខ្ញុំចង់បញ្ជាក់បង្ហាញកញ្ញាឲ្យបានច្បាស់លាស់ឲ្យដឹងថារវាងសកម្មភាពហ្នឹងបណ្ដាលមកពីអ្នកណានឹងហើយគេហៅថាជាការរួមចំណែកជាមួយនឹងកញ្ញាបានធ្វើសកម្មភាពដូចយើងនិយាយឲ្យមើលឃើញសកម្មភាពសង្គមឲ្យបានឃើញឲ្យបានច្បាស់លាស់ហេតុអីបាន
គេហ្នឹងមកយកទឹកដីខ្មែរយើងឲ្យងាយស្រួលអាហ្នឹងចំណុចឲ្យមួយកញ្ញាហ្នឹងធ្វើការវិភាគកន្លែងហ្នឹងឲ្យបានច្បាស់លាស់អាហ្នឹងយើងនិយាយពីព្រំដែនហើយខ្ញុំលើកឧទាហរណ៍ដើម្បីបំភ្លឺមួយចំណុចទៀតឲ្យកញ្ញាឲ្យបានយល់ដឹងកញ្ញាឯងទៅមើលនៅឆ្នាំ2008រវាងព្រំដែនខ្មែរថៃតែយើងឃើញថាថៃហ៊ានចូលមករំលោភលើទឹកដីខ្មែរហ៊ានបាញ់តបតប្រឆាំងណាធ្វើសង្គ្រាមជាមួយថៃតែយើងសូមត្រឡប់មកវិញចោះយួនវិញតែយើងឃើញថាខ្មែរយើងហ៊ានតែតបតជាមួយយួនយើងសួរថាបណ្ដាមកពីអីកន្លែងហ្នឹងដែលកញ្ញាឯងត្រូវការយកមកគិតពិចារណាឲ្យបានច្បាស់លាស់ពីបញ្ហានៃរឿងរវាងខាងលិចនិងខាងកើតតើវាខុសគ្នាយ៉ាងម៉េចអាហ្នឹងចំណុចដែលខ្ញុំចង់និយាយពីសកម្មភាពហើយលក្ខណៈមួយទៀតដែលកញ្ញាបានប្រកបប្រកាសពីរឿងឲ្យខ្មែរយើងក្រោកឡើងនាំគ្នាក្រោកឡើងនាំគ្នាសាមគ្គីគ្នាឡើងដើម្បីទៅចូលរួមជាមួយនឹងគណៈបកសង្គ្រោះចៅហ្នឹងដែលកញ្ញាឯងបានងើបឡើងម្ដងរួចទៅហើយនៅក្នុងឆ្នាំ2013ដែលយើងបានឈ្នះពីភាពជោគជ័យរវាងការបោះឆ្នោតដែលគណៈបកសង្គ្រោះចៅមុនដំបូងកញ្ញាបាននាំគ្នាដើរស្រែកតាមប្រកបប្រកាសតាមដងវិថីប្រកបប្រកាសឲ្យហ៊ុនសែនអើចុះចេញទៅបែរជាកញ្ញាទីសវណ្ណថាបោកមេដៃនេះបានស្រែកឲ្យហ៊ុនសែនអើចុះចេញទៅប្រជាពលរដ្ឋមូមីគ្នាសាមគ្គីគ្នាឡើងដើម្បីជំរុញឲ្យហ៊ុនសែនត្រូវតែចុះចេញពីតំណែងដល់តែសរុបសេចក្តីទៅបែរជាអាកម្ពុជាបោកប្រាស់សំរងស៊ីលើកពីភាពអយុត្តិធម៌លើកពីកម្លាំងជាតិទៅចូលរួមជាមួយនឹងគណៈបកយួនបំរើយួនសម្រាប់ខ្មែរនេះតែបញ្ជាក់បង្ហាញឲ្យឃើញថាអាកម្ពុជាបោកប្រាស់សំរងស៊ីវាមិនមែនជាជនជាតិខ្មែរវាគឺជាជនជាតិយួនយកពីភាពជោគជ័យរបស់ប្រជាពលរដ្ឋយកទៅចុះចូលសភាហើយមកទល់នឹងសពថ្ងៃសូមសួរថាដំណើរបញ្ហាគេទៀនគេមើងងាយគេជីជិនគេវាយគេធ្វើបាបហើយគេចាប់ដាក់គុកយើងសូមសួរថាយើងធ្វើអីកើតហើយយើងមើលឃើញអាកម្ពុជាបោកប្រាស់សំរងស៊ីវាបានធ្វើចេញទេមានតែនៅគ្នាជំរុញប្រជាពលរដ្ឋឲ្យនៅគ្នាទៅបង្កើតទូបែរជារឿងដំណោះស្រាយវិបត្តិប្រទេសជាតិវាអត់លើកឡើងយកមកនិយាយឃើញវាអត់មានដំណោះស្រាយសម្រាប់ជាតិទេតែកញ្ញាឯងមើលឃើញច្បាស់ហើយនៅហេតុអីបានកញ្ញាឯងជំរុញប្រជាពលរដ្ឋឲ្យសាមគ្គីឡើងសាមគ្គីចូលរួមជាមួយអ្នកណាដើម្បីឲ្យសង្គមហ្នឹងងើបឡើងដើម្បីទាមទារយកទឹកដីពីយួនតើយើងងើបឡើងចូលរួមជាមួយអ្នកណាបើអាកម្ពុជាបោកប្រាស់សំរងស៊ីវាជាក្រុមបកពួកតែមួយជាមួយហ៊ុនសែនរួចទៅហើយកញ្ញាឯងជំរុញឲ្យប្រជាពលរដ្ឋហ្នឹងងើបឡើងដើម្បីសាមគ្គីគ្នាឡើងហើយកុំឲ្យវាយប្រហារគ្នាឯងហើយចុះអ្នកណាដែលជាអ្នកស្នេហាជាតិកញ្ញាឯងមើលឃើញឲ្យច្បាស់លាស់នៅក្នុងបកទាំង3ហ្នឹងតើបកមួយណាស្នេហាជាតិឲ្យកញ្ញារួមគ្នាសាមគ្គីយ៉ាងម៉េចអ្នកហ្នឹងហើយដែលហៅថាទីសវណ្ណថាបោកគឺបោកមេដោយសារអីកញ្ញាឯងមើលឃើញសកម្មភាពនយោបាយច្បាស់តាគេវាយគេធ្វើបាបគេសម្លាប់ប្រជាពលរដ្ឋខ្មែរយើងគ្រប់កន្លែងទាំងអស់ហ្នឹងដែលជាប្រភពនៃបញ្ហាឲ្យកញ្ញាឯងត្រូវយល់ដឹងអ្វីគេហៅថាវិនិច្ឆ័យមហន្តរាយទឹកដីដែលបាត់បង់គឺបណ្ដាមកពីអីមកពីអាទស្សនៈដែលមិនមើលឃើញថាអ្នកណាជាមិត្តអ្នកណាជាសត្រូវឲ្យបានពិតប្រាកដអានេះខ្ញុំគាត់ចង់បញ្ជាក់បង្ហាញឲ្យកញ្ញាឲ្យយល់ដឹងអំពីអ្វីទៅគេហៅថាសាមគ្គីភាពសាមគ្គីជាមួយអ្នកណាណាឲ្យសាមគ្គីជាមួយនឹងកញ្ញាទីសវណ្ណថាបោកឯងមែនបោកប្រជាពលរដ្ឋបន្តទៀតតែយ៉ាងម៉េចអានេះជាចំណុចដែលយើងនិយាយពីរឿងសាមគ្គីហើយយើងនិយាយចំណុចមួយទៀតកញ្ញាបាននិយាយថាសត្រូវរបស់ខ្មែរពិតប្រាកដមិនមែនជាខ្មែរទេគឺសត្រូវរបស់ខ្មែរពិតប្រាកដមិនមែនជាខ្មែរទេគឺយួនអញ្ចឹងខ្ញុំសូមសួរកញ្ញាទៅវិញអ្នកណាចាប់ខ្មែរដាក់គុកអ្នកណាវាយធ្វើបាបខ្មែរអ្នកណាសម្លាប់ខ្មែរអ្នកណាបោកក្របបែកមកលើខ្មែរតើយើងសូមសួរថាយួនមកបោកក្របបែកមកលើទឹកដីខ្មែរយួនចាប់ខ្មែរដាក់គុកយួនមកសម្លាប់ខ្មែរឬក៏ខ្មែរនឹងសម្លាប់ខ្មែរកន្លែងនេះកញ្ញាទៅបកស្រាយឲ្យបានច្បាស់លាស់ពីបញ្ហាមុននឹងហ៊ានប្រើទ្រឹស្ដីមួយសត្រូវរបស់ខ្មែរពិតប្រាកដមិនមែនជាខ្មែរទេគឺយួនចំណុចនឹងហើយដែលវិនិច្ឆ័យមហន្តរាយទឹកដីខ្មែរយើងបានបាត់បង់ដោយសារអីដោយសារអាទស្សនៈមិនមើលឃើញសត្រូវដល់ពិតប្រាកដអាសត្រូវពិតប្រាកដហ្នឹងដែលកំតិចពូជសាសខ្មែរហើយសត្រូវពិតប្រាកដហ្នឹងកញ្ញាឯងថាមិនមែនខ្មែរទេអញ្ចឹងបីសាយយួនពួកយួនវានៅប្រទេសយួនទេសំណួរមួយទៀតអ្នកណាដែលអនុញ្ញាតឲ្យយួននៅលើទឹកដីខ្មែរអ្នកណាដែលអនុញ្ញាតឲ្យយួននៅលើទឹកដីខ្មែរជនជាតិយួនដែលមកអនុញ្ញាតឲ្យមកនៅលើទឹកដីខ្មែរឬក៏ខ្មែរអនុញ្ញាតឲ្យយួនមកនៅលើទឹកដីខ្មែរកន្លែងហ្នឹងកញ្ញាឯងទៅបកស្រាយឲ្យបានច្បាស់លាស់ពីបញ្ហាមុននឹងហ៊ានប្រើថាសត្រូវខ្មែរដល់ពិតប្រាកដហ្នឹងមិនមែនជាខ្មែរទេគឺជាយួនអញ្ចឹងខ្ញុំចង់បញ្ជាក់បង្ហាញកញ្ញាឯងឲ្យបានច្បាស់លាស់អំពីបញ្ហាដែលកញ្ញាឯងនិយាយហ្នឹងគឺប៉ះពាល់ដល់ជាតិធ្ងន់ធ្ងរណាស់ហើយសកម្មភាពមិនព្រមទៅរៀនប្រវត្តិសាស្ត្រថែកប្រវត្តិសាស្ត្រតាមដានប្រវត្តិសាស្ត្រឲ្យបានពិតប្រាកដថាសត្រូវរបស់ខ្មែរពិតប្រាកដវាជាអ្នកណាខ្ញុំតែងតែបញ្យល់បង្ហាញសង្គមឲ្យបានច្បាស់លាស់សត្រូវរបស់ខ្មែរដែលមានពីរមួយគេហៅសត្រូវជាតិទីពីរសត្រូវឆ្ងាយអាសត្រូវជាតិហ្នឹងក៏ជាបកពួកយួនមុខខ្មែរគួយួនបំរើយួនសម្រាប់ខ្មែរគឺគេចង់ច្បាច់នៅជួររដ្ឋាភិបាលយើងគឺគ្រប់កន្លែងទាំងអស់គ្រប់ក្រសួងដូចខ្ញុំតែងតែបញ្ជាក់បង្ហាញនៅក្នុងសង្គមជាច្រើនលើកជាច្រើនសារហើយយើងនិយាយនៅក្នុងស្ថាប័ននៅក្នុងជួររដ្ឋាភិបាលទាំងអស់ពាក្យហៅថារដ្ឋាភិបាលវាមាន3ណា
គណៈបរិជានិយមគណៈបកប្រជាជនហើយនឹងគណៈបកសង្គ្រោះចោលដូចជា3ហ្នឹងដៃមកកំទេចជាសាសខ្មែរសម្រាប់ពូជសាសខ្មែរកន្លែងហ្នឹងហើយកញ្ញាឲ្យទៅយល់ពីប្រវត្តិសាស្ត្រខ្មែរឲ្យបានពិតប្រាកដថាដែលខ្ញុំបានបញ្ជាក់ប្រាប់ឲ្យច្បាស់លាស់យួនយកទឹកដីខ្មែរយើងតាំងពីឆ្នាំ1834តាំងពីស្ដេចអង្គមីដែលយួនវាលើកតបឡើងមកអាយុ19ឆ្នាំតែវាលើកឡើងមកដើម្បីមកគ្រប់គ្រងលើស្ដេចអង្គមីហ្នឹងដោយសារអីដោយសារវាយកទឹកដីខ្មែរយើងបានអស់រួចទៅហើយទឹកដីខ្មែរយើងបាត់បង់តាំងពីឆ្នាំ1834ទៅហេតុអីបានយើងបានទឹកដីមកវិញគឺដោយសារគឺព្រះបាទអង្គឌួងហើយនិងព្រះបាទនរោត្តមពុទ្ធប្រកាសដីរួមសហការបានបារាំងទេមកវាយយកទឹកដីពីយួនដើម្បីទៅគ្រប់គ្រងក្រោមអាណានិគម90ឆ្នាំដែលយើងផុតភាពរងទុក្ខវេទនា90ឆ្នាំអ្វីដែលបន្តសកម្មភាពនយោបាយបន្ថែមទៀតហ្នឹងហៅថាឲ្យអ្នកដែលដាច់ខ្មែរពិតប្រកបគឺដាច់ពូជហើយគឺដាច់ពូជត្រឹមគេហៅថាប្របាទស៊ីសវត្តមនីវងដែលអា3ខ្សែជានោះនេះមិនមែនជាស្ដេចខ្មែរទេគឺជាស្ដេចយួនលើកតបឡើងមកឲ្យគ្រងរាជនៅក្នុងឆ្នាំ1941ពីពួកអា3ខ្សែជានោះនេះវាជាក្រុមបកពួកអាសឹមវ៉ាកន្លែងហ្នឹងខ្ញុំនឹងបញ្ចេញប្រវត្តិសាស្ត្រដើម្បីបង្ហាញសង្គមឲ្យបានច្បាស់លាស់អំពីវិបត្តិយួនយកទឹកដីនិងការរៀបចំយួននៅរៀបចំរចនាសម្ព័ន្ធទាំងអស់ឲ្យស្ដេចមកគ្រប់គ្រងលើទឹកដីខ្មែរហើយវាបង្រាយពួកចារកិច្ចយួនបន្លំខ្លួនពីខ្មែរនៅក្នុងស្ថាប័នជាតិខ្មែរហ្នឹងគ្រប់កន្លែងទាំងអស់ដូចជាខ្ញុំនឹងបំភ្លឺនៅក្នុងឯកសារក្រោយក៏ប៉ុន្តែខ្ញុំក៏ចង់បង្ហាញកញ្ញានឹងឲ្យបានយល់ដឹងថាអំពីអ្វីទៅគេហៅថាប្រវត្តិសាស្ត្រមុននឹងកញ្ញាទីសវណ្ណថាបោកមែនហើយមុននឹងការនិយាយចាត់ទុកថាសត្រូវរបស់ខ្មែរពិតប្រាកដមិនមែនជាយួនចម្ងាយទេគេហៅថាអាយុផ្ទាល់អាយុដែលគៀកខ្លួនយើងនេះអាហ្នឹងនៅក្នុងជួររដ្ឋាភិបាលយើងសពថ្ងៃនេះដែលសិទ្ធិក្រុមយួនអញ្ចឹងអាភាពដែលហៅថាសាមគ្គីយ៉ាងម៉េចខ្ញុំនឹងបានបញ្យល់ជាច្រើនគ្លីបជាច្រើនសាររួចទៅហើយដើម្បីបញ្យល់សង្គមឲ្យឃើញឲ្យដឹងថាសត្រូវរបស់ខ្មែរពិតប្រាកដហ្នឹងគឺក្នុងជួររដ្ឋាភិបាលកន្លែងនេះដែលខ្ញុំចង់បញ្ជាក់បង្ហាញបន្ថែមទៀតដើម្បីបំភ្លឺឲ្យកញ្ញាឲ្យដឹងយល់អំពីបញ្ហាយើងនិយាយថាក្រុមលខោនដែលយួនរៀបចំមកឲ្យមកគ្រប់គ្រងលើទឹកដីខ្មែរហ្នឹងគឺមាន3ក្រុមលខោនដែលយួនបានរៀបចំដើម្បីឲ្យមកគ្រប់គ្រងលើទឹកដីខ្មែរយើងគេហៅថាមានទួយស្រាច់មានទួយយៈហើយមានទួប្រឆាំងពួកទួយយៈគេជាទួដឹកនាំអញ្ចឹងខ្ញុំត្រូវការបញ្ជាក់បង្ហាញដើម្បីម្ដងទៀតឲ្យបានច្បាស់លាស់អំពីបញ្ហាគេឲ្យយើងដើររស់ស្ដេចអញ្ចឹងក្រុមលខោនរបស់ពួកយួនដែលឲ្យរៀបចំមកយកទឹកដីខ្មែរអញ្ចឹងបងប្អូនមើលឃើញតាំងពីឆ្នាំ93គេលើកអំណាចស្ដេចអានេះខ្ញុំមិនបាច់ទេតិចទៀតអាឃ្លីបលើកក្រោយខ្ញុំនឹងរៀបចំប្រវត្តិសាស្ត្រអំពីដំណើរជីវិតរបស់គេហៅថាស្ដេចខ្មែររហូតមកដល់ស្ដេចខ្លែងខ្លាយវាយ៉ាងម៉េចហ្នឹងមកទល់នឹងឆ្នាំ2015ក៏ប៉ុន្តែឥឡូវព្រោះឯកសារហ្នឹងវាវែងពេកខ្ញុំត្រូវការរៀបចំចងក្រងដើម្បីឲ្យដំណើរហ្នឹងសាច់រឿងឲ្យវាដើម្បីបញ្យល់សង្គមឲ្យយល់ពីប្រវត្តិសាស្ត្រពិតប្រាកដនេះខ្ញុំចង់បញ្ជាក់បង្ហាញកន្លែងនេះច្បាស់ហើយបន្ទាប់មកខ្ញុំចង់និយាយថាយួនលើកក្រុមលខោនដែលវានិពន្ធសាច់រឿងឲ្យមកសម្ដែងយកទឹកដីខ្មែរយើងគេហៅថាឲ្យតួទាំង3ហ្នឹងមកយកទឹកដីខ្មែរយើងដែលមានសាច់រឿងគេហៅយកទឹកដីខ្មែរបំបត្តិពូជសាសន៍អានេះគេហៅថាសាច់រឿងយកទឹកដីខ្មែរបំបត្តិពូជសាសន៍ហើយឲ្យប្រជាពលរដ្ឋយើងចូលទៅមើលហើយប្រជាពលរដ្ឋយើងក៏បាននាំគ្នាចាប់អារម្មណ៍ពីរឿងទៅមើលសាច់រឿងគេទៅបែរជាយើងទៅចូលរួមជាមួយសាច់រឿងគេអាហ្នឹងដែលយើងជួបនៅភាពវិនិច្ឆ័យមហន្តរាយកន្លែងហ្នឹងឥឡូវខ្ញុំចង់បញ្ជាក់បង្ហាញដើម្បីបញ្យល់សង្គមឲ្យយល់បន្ថែមទៀតអំពីបញ្ហាដែលហៅថាយួនវាឲ្យដើរទួស្ដេចព្រោះវាដើរទួស្ដេចវាទួស្ដេចនៅតែទួស្ដេចចង់ធ្វើយ៉ាងម៉េចក៏ដោយព្រោះវានៅតែទួស្ដេចក្នុងរបបរាជានិយមឥឡូវយើងនិយាយពីរឿងអាទួស្ដេចនេះចាំតែស្ដេចរបបយើងមើលឃើញឆ្នាំ2014ដែលយើងបង្ហាញឲ្យឃើញច្បាស់ថារវាងដែលភាពជោគជ័យរបស់ប្រជាពលរដ្ឋក្រុមយៈហ្នឹងគឺមកផ្លន់ភាពជោគជ័យរបស់ប្រជាពលរដ្ឋហើយវាដល់ទៅពេលហ្នឹងដើម្បីឲ្យវាស្របទៅតាមលទ្ធិប្រជាធិបតេយ្យដែលស្របទៅតាមអំណាចនៃការរៀបចំនិពន្ធនៃសាច់រឿងរបស់យួនបានន័យថាអាស្ដេចហ្នឹងចាំតែទ្រទ្រង់នៅអំណាចរបស់យៈព្រោះយៈហ្នឹងវាជាក្រុមបពុយួនដែលគោលដៅឲ្យគេដឹកនាំរហូតដូចយើងលើកនៅភាពជាក់ស្ដែងយើងមើលឃើញថាសកម្មភាពនយោបាយវាទៅការចូលរួមនៅអំណាចលទ្ធិប្រជាធិបតេយ្យត្រីភូបកដែលមានបកទាំងពីរគេហៅថាបកស្របនិងបកប្រឆាំងដូចជាចំណុចហ្នឹងដើម្បីឲ្យស្របហ្នឹងអាទួស្ដេចហ្នឹងចាំតែធ្វើនៅកិច្ចព្រមព្រៀងយល់ព្រមចូលរួមសកម្មភាពជាមួយនឹងក្រុមចៅដែលវាមកផ្លន់ភាពជោគជ័យរបស់ប្រជាពលរដ្ឋបែរជាអាស្ដេចដែលយួនវាលើកតបឡើងហ្នឹងអត់ចាំអត់ខ្វល់ខ្វាយអីទេចាំតែរួមនឹងការធានាយល់ព្រមដែលធ្វើឲ្យសកម្មភាពនយោបាយនៅក្នុងប្រទេសហ្នឹងវាមានភាពគេហៅថាឲ្យវាស្របទៅតាមច្បាប់ល្ខោនដែលការរៀប
ចំចងក្រងនិពន្ធសាច់រឿងពីយួននឹងដើម្បីបង្ហាញសង្គមយើងឲ្យបានច្បាស់លាស់អំពីគេហៅថាទូនាទីរបស់ស្ដេចចាំតែសហការចូលរួមរវាងដែលក្រុមយក្សដែលវាប្រើអំណាចផ្ដាច់ការសម្រាប់នឹងគំតិចជាតិសាសឲ្យផុតឲ្យវិនិច្ឆ័យនឹងហើយជាទូនាទីរបស់ស្ដេចអញ្ចឹងគេលើកទូស្ដេចគេលើកដំកើងហើយទូស្ដេចនៅតែជាទូស្ដេចអត់ប្រែប្រួលហើយអត់មានធ្វើសកម្មភាពអីទេទុកឲ្យយួនធ្វើយ៉ាងម៉េចធ្វើទៅពីព្រោះទស្សនៈនេះជាក្រុមល្ខោនដែលយួនលើកឡើងមករៀបចំឲ្យមកសម្ដែងនៅស្រុកខ្មែរអាហ្នឹងបញ្ហាយើងនិយាយពីទូស្ដេចហើយអាទូស្ដេចមួយទៀតទេជាទូសំខាន់ណាស់ជាបញ្ហាដែលខ្ញុំចង់បញ្ជាក់បង្ហាញដើម្បីឲ្យបងប្អូនយល់ឲ្យដឹងអំពីបញ្ហាវិសកម្មភាពដែលយួនមើលឃើញថាសង្គមខ្មែរយើងប្រជាពលរដ្ឋខ្មែរយើងគាត់និយមចូលចិត្តទៅលើស្ដេចនិងសាសនាកន្លែងហ្នឹងហើយដែលក្រុមយក្សវាតែងតែប្រើពាក្យគំរាមកំហែងនិងបដូររបស់បើសិនជានៅក្នុងចំណុចនៅលក្ខណៈណាមួយដែលកាត់ទឹកដីឲ្យយួនបកគលទឹកដីឲ្យយួនធ្វើបាបប្រជាពលរដ្ឋបើសិនជាស្ដេចហ្នឹងហ៊ានចេញមុខមកអាទូយក្សហ្នឹងគេនឹងដាក់គំរាមកំហែងនិងប្រើពាក្យមួយហៅថាបដូររបបរាជាហ្នឹងឲ្យទៅជារបបសាធារណរដ្ឋដូចជាយើងត្រូវយល់ច្បាស់ឲ្យពិតប្រាកដពីគេហៅថារបបហ្នឹងហើយជាទស្សនៈយួនដើម្បីប្រើពាក្យហ្នឹងដើម្បីបំលាយកំឡាទៅលើប្រជាពលរដ្ឋខ្មែរពីពួកពីគេយល់ដឹងថាប្រជាពលរដ្ឋខ្មែរយើងខ្លាចបាត់បង់ដែលធំបំផុតហ្នឹងគឺស្ដេចណាហើយនឹងសាសនាដូចជាបើសិនជាយើងបដូរនៅក្នុងរបបរាជានិយមដូចជាកន្លែងហ្នឹងហើយដែលប្រជាពលរដ្ឋមានការភ័យព្រួយខ្លាចរបបហ្នឹងទៅជារបបសាធារណរដ្ឋអាចំណុចដែលខ្សោយគេប្រើទស្សនៈថាអាក្រុមយក្សហ្នឹងវាមកគៀបសង្កត់ទៅលើអង្គព្រះមហាក្សត្រកន្លែងហ្នឹងហើយដែលជាចំណុចខ្សោយនៃសង្គមខ្មែរយើងនេះហើយគេហៅថាគាត់តែជាល្បិចគេលេងល្ខោនទេដូចជាអាហ្នឹងហើយដែលខ្ញុំចង់បញ្យល់សង្គមយើងឲ្យយល់ថាអ្វីទៅគេហៅថាការគេលេងល្ខោនហ្នឹងបានន័យថាយើងត្រូវឲ្យយល់ដឹងឲ្យច្បាស់លាស់ពីព្រោះរបបអាយួនធានបំបត្តិទឹកដីខ្មែរវាមិនហ៊ានប្រើនៅរបបសាធារណរដ្ឋទេពីព្រោះយើងត្រូវយល់ដឹងទៅឲ្យច្បាស់បើសិនជាវាហ៊ានប្រើនៅក្នុងរបបសាធារណរដ្ឋដូចជាទូនាទីនាយករដ្ឋមន្ត្រីគេលេងហៅនាយករដ្ឋមន្ត្រីទៀតហើយគេហៅថាប្រធានាធិបតីបើសិនជាប្រធានាធិបតីវាគ្រប់គ្រងអំណាចបានតែពីអាណត្តិទេតែចប់ពីអាណត្តិគឺវាត្រូវចុះចេញពីតំណែងដោយស្វ័យប្រវត្តិដូចជាយើងសូមសួរទៅដល់បងប្អូនប្រជារាស្ត្រពេញពិភពលោកឲ្យយល់ដឹងថាតើហ៊ុនសែនវាហ៊ានបដូររបបសាធារណរដ្ឋទេទៅតាមជាគម្រាមកំហែងដែលវាប្រើពាក្យថានឹងបដូររបបរាជានិយមចោលនេះហើយជាអបាយកលនេះហើយគេហៅថាជាល្បិចកលដែលហៅថាប្រើចិត្តសាស្ត្រនយោបាយដើម្បីបំផន់មតិជាតិហើយនឹងបំផន់ការភ័យព្រួយការចាប់អារម្មណ៍ដែលប្រជាពលរដ្ឋយើងដោតទៅលើការនិយមទៅលើស្ដេចកន្លែងហ្នឹងហើយដែលគេហៅថាជាទស្សនៈវិស័យមួយដែលគេមើលឃើញពីនយោបាយសង្គមខ្មែរយើងដែលពេញចិត្តហ្នឹងស្ដេចហើយនឹងសាសនាកន្លែងហ្នឹងហើយគេយកទស្សនៈហ្នឹងមកដើម្បីឲ្យយក្សហ្នឹងមកគៀបសង្កត់ហើយមកគម្រាមកំហែងហើយមកដាក់គំនាបមកលើស្ដេចតែយើងដល់ទៅយល់ឲ្យច្បាស់លាស់ស្ដេចហ្នឹងមិនមែនជាស្ដេចខ្មែរទេកន្លែងហ្នឹងហើយដែលវាប្រើលេសកន្លែងហ្នឹងវាបិទពួនបិទមុខពួនអាត្មាដើម្បីមិនខ្វល់ខ្វាយពីសង្គមពីបញ្ហាវាប្រើលេសកន្លែងហ្នឹងដែលធ្វើឲ្យសង្គមជាតិយើងជួបនៅភាពវិនិច្ឆ័យមហន្តរាយដែលប្រើនៅលើល្បិចកលនេះក៏ជាល្បិចល្ខោនដែលគេសម្ដែងនៅក្នុងសាច់រឿងដែលសាច់រឿងល្ខោនដែលយកទឹកដីខ្មែរនឹងហើយដែលខ្ញុំចង់បញ្យល់សង្គមយើងឲ្យយល់ឲ្យច្បាស់អំពីវិបត្តិបញ្ហាដែលពាក់ព័ន្ធទៅលើរឿងដែលហៅថាចោតប្រកាន់ដែលបដូររបបដូចជាកន្លែងហ្នឹងហើយឲ្យសង្គមខ្មែរយើងមើលឃើញឲ្យច្បាស់លាស់រវាងដែលស្ដេចខ្មែរពិតប្រាកដគេមិនខ្លាចអ្នកបដូររបបទេបើសិនជាស្ដេចខ្មែរដូចជាប្របាទអង្គឌួងនិងប្របាទនរោត្តមហ្នឹងគេដើម្បីកាត់ខំរក្សាបូរណភាពទឹកដីខំទាមទារគេហៅថាតស៊ូប្រឆាំងនឹងអំណាចនៃការជឿនលឿនពីយួនតែមិននឹកស្មានដល់ប្រជាពលរដ្ឋខ្មែរយើងប្រជាជាតិខ្មែរយើងមិនបាននាំគ្នាស្រាវជ្រាវពីប្រវត្តិសាស្ត្រឲ្យដឹងថាស្ដេចណាឲ្យពិតប្រាកដអត់ទេឬតែគេបំបត្តិនៅឥទ្ធិពលនៃស្ដេចគឺយើងនាំគ្នាភ័យព្រួយតែយើងសូមសួរថាស្ដេចអា3ខ្សែជានោះក្រោយវាគ្រងរាជមកទល់សពថ្ងៃតើវាបានបំពេញករណីកិច្ចជាស្ដេចទេឲ្យយើងមើលឃើញសង្គមមកទល់សពថ្ងៃនៅក្នុងរយៈពេលតាំងពីឆ្នាំ1941មកទល់នឹងឆ្នាំ2015ដែលបង្ហាញសង្គមឲ្យមើលឃើញថារវាងរួមដែលវាធ្វើសកម្មភាពបំរើយួនសម្លាប់ខ្មែរនេះមិនដែលឃើញស្ដេចចេញមុខមកដើម្បីឲ្យមានភាពរីកចម្រើននៅក្នុងសង្គមប្រទេសជាតិទេតែជួបនៅភាពវិនាសមហន្តរាយនិងបាត់បង់ទឹកដីក្រោមការយួនគ្រប់គ្រងទាំងស្រុងដោយការរួមចំណែកសហការជាមួយនឹងក្រុមល្ខោននឹងដែលខ្ញុំចង់បញ្ជាក់បង្ហាញឲ្យកញ្ញាធីសវណ្ណថាបោកមេនឯងឲ្យយល់ឲ្យបានដឹងច្បាស់លាស់អាហ្នឹងខ្ញុំក៏និយាយពីចំណុចពីរឿងរាជានិយមហើយយើងនិយាយពីទូយក្សឥឡូវយើងនិយាយពីទូយក្សហ្នឹងទូនាទីទូយក្សបានន័យថាទូយក្សហ្នឹងគឺជាអ្នកដឹកនាំប្រទេសដឹកនាំរហូតអត់មានអ្នកណាប្រអាចទៅយកតំណែងពីទូយក្សហ្នឹងបានទេពីព្រោះទូយក្សគឺជាទូដឹកនាំប្រទេសដើម្បីគោលបំណងបំរើយួន
សម្រាប់ពូជសាសន៍ខ្មែរនេះគេហៅថាជាទូជានេះដែលយើងមើលឃើញសកម្មភាពនយោបាយច្បាស់ហើយបន្ទាប់មកទៀតគេលើកតួប្រឆាំងណាតែតួប្រឆាំងដែលយើងមើលឃើញសកម្មភាពនយោបាយតាំងពីឆ្នាំ1995មកទល់នឹងឆ្នាំ2015សកម្មភាពអាតួប្រឆាំងចាំតែប្រឆាំងអត់មានប្រែប្រួលទេហើយអាតួប្រឆាំងហ្នឹងហេតុអីបានយួនវាលើកដង្កើងដើម្បីឲ្យតួប្រឆាំងហ្នឹងងើបឡើងប្រឆាំងដោយសារអីអាតួប្រឆាំងនេះសំខាន់ណាសំខាន់នៅក្នុងលក្ខណៈគំតិចពូជសាសន៍ខ្មែរអញ្ចឹងវាដើរនៅក្នុងពីចំណុចទី1ក្នុងច្បាប់$23.91ដែលយើងបានចុះសន្ធិសញ្ញាគេហៅថាលទ្ធិប្រជាធិបតេយ្យសេរីភូបៈដូចជាយើងត្រូវយល់អាលទ្ធិប្រជាធិបតេយ្យសេរីភូបៈហ្នឹងគេហៅថាមានគណៈបកដឹកនាំប្រទេសហើយនឹងគណៈបកប្រឆាំងដូចគេហៅថាមួយ leader មួយទៀត opposition leader អញ្ចឹងវាមានគណៈបកពីរបានហៅថាលទ្ធិប្រជាធិបតេយ្យសេរីភូបៈបានស្របទៅតាមច្បាប់អន្តរជាតិអាហ្នឹងគេលើកឲ្យគណៈបកប្រឆាំងហ្នឹងដើម្បីឲ្យស្របទៅតាមច្បាប់អន្តរជាតិហើយសុំលុយពីអន្តរជាតិបន្តយើងមើលទៅតាំងពីឆ្នាំ95 97 2008របូតមកដែលទឹកលុយអង្គការក្រៅរដ្ឋាភិបាលដែលគេជួយយើងរាប់លានដុល្លារក្នុងមួយឆ្នាំនេះដែលបញ្ជាក់បង្ហាញឲ្យឃើញច្បាស់ហើយដែលហៅថាគេបង្កើតគណៈបកប្រឆាំងចាំតែប្រឆាំងដើម្បីឲ្យស្របទៅតាមលទ្ធិប្រជាធិបតេយ្យឲ្យនៅថ្ងៃទី$23.91អានេះយើងបញ្ជាក់បង្ហាញអានេះក្នុងលក្ខណៈទី1លក្ខណៈទី2វាដើរតួប្រឆាំងយើងមើលឃើញប្រជាពលរដ្ឋមានការជិះចាប់អ្នកស្នេហាជាតិមានការជិះចាប់មើលឃើញពីទង្វើសកម្មភាពអស់ហ្នឹងដែលយើងចូលរួមជាមួយនឹងគណៈបកប្រឆាំងអាហ្នឹងហើយដែលគេហៅថាគណៈបកប្រឆាំងទី2បង្ហាញខ្មាំងកំចាត់ជនស្នេហាជាតិអ្នកណាដែលចូលរួមជាមួយនឹងគណៈបកសំរងស៊ីណាអ្នកណាដែលចូលរួមជាមួយនឹងគណៈបកសំរងស៊ីត្រូវអ្នកស្នេហាជាតិពិតប្រាកដពួកយួនវាមើលឃើញសកម្មភាពហ្នឹងវាតែងតែចាក់ដាក់គុកវាតែងតែលួចសម្លាប់វាតែងតែធ្វើវិធានការគុកចំណុចដើម្បីគំតិចដូចជាវាប្រើតែពាក្យតែ3ម៉ាត់ទេអ្នកដែលចូលក្នុងគណៈបកប្រឆាំងទី1ទិញបើទិញមិនលក់សម្លុតមិនខ្លាចសម្រាប់នេះជាគោលការណ៍ដែលក្នុងគណៈបកប្រឆាំងដែលយួនប្រើពាក្យ3ម៉ាត់នឹងដើម្បីគំតិចអ្នកស្នេហាជាតិចោលដូចជាបើសិនជាអ្នកដែលទិញនៅក្នុងទស្សនៈនឹងមិនលក់កន្លែងហ្នឹងហើយដែលបញ្ជាក់បង្ហាញឲ្យឃើញថាលោកជាវិជានៅក្នុងចំណុចហ្នឹងដែលវាទៅបាញ់ណាដែលវាទៅបាញ់សម្រាប់បង្ហាញឲ្យឃើញច្បាស់ហើយអាហ្នឹងឯងនៅក្នុងតួគណៈបកប្រឆាំងហើយបន្តមកទៀតអ្វីដែលខ្ញុំចង់និយាយពីគណៈបកប្រឆាំងវាចាំតែប្រឆាំងដើម្បីចូលទៅលើទស្សនៈអស់ហ្នឹងដែលខ្ញុំទាញពីតិហេកដើម្បីមកភ្លឺឲ្យសង្គមឲ្យមើលឃើញថាអ្វីដែលហៅថាវាជាទូនាទីប្រឆាំងទោះបីតែគេលើកអំណាចឲ្យវាក៏វាអត់ព្រមទទួលយកដែរពីព្រោះហូរដៅវាហ្នឹងចាំតែប្រឆាំងដើម្បីបង្ហាញខ្មាំងកំចាត់ជនស្នេហាជាតិអ្វីដែលយើងចង់លើកនៅភាពជាក់ស្ដែងនៅក្នុងថ្ងៃទី28កក្កដាឆ្នាំ2013បានន័យថាកម្ពុជាបោកប្រាស់សំរងស៊ីវាមើលឃើញសកម្មភាពនយោបាយច្បាស់លាស់ណាស់ថាគណៈបកវាហ្នឹងនឹងឈ្នះក៏ប៉ុន្តែដូចជាកន្លែងហ្នឹងហើយដែលវាមានការភ័យព្រួយពីភាពជោគជ័យដូចជាវាត្រូវការរៀបចំសហការជាមួយនឹងហ៊ុនសែនជាសម្ងាត់ដើម្បីឲ្យហ៊ុនសែនរៀបចំពីរឿងនយោបាយទាំងអស់ហ្នឹងដើម្បីឲ្យមកប្លន់ភាពជោគជ័យនៅថ្ងៃទី28កក្កដានៅពេលរាត្រីដែលបញ្ចេញពីទិន្នន័យបឋមនេះដែលយើងចង់បញ្ជាក់បង្ហាញក្នុងលក្ខណៈទី1ដែលវាមកហួបវត្តទីស្នាក់ការគណៈបកសង្គ្រោះជាតិដើម្បីបោកកាន់តែជានយោបាយដើម្បីបំផាត់មតិជាតិនិងមតិអន្តរជាតិថាហ៊ុនសែននឹងវាមកប្លន់ភាពជោគជ័យរបស់ប្រជាពលរដ្ឋនេះជាដំណើរទី1ដែលវាមិនព្រមទទួលយកនៅការដឹកនាំអានេះយើងចង់បញ្ជាក់ដើម្បីបង្ហាញសង្គមនឹងឲ្យបានច្បាស់លាស់ឥឡូវយើងនិយាយពីចំណុចទី2ក្រោយមកវាទៅចូលរួមសកម្មភាពវាមើលឃើញសកម្មភាពកម្លាំងរបស់ប្រជាពលរដ្ឋមានការខុសខើមូសមុតខ្លាំងក្លាដើម្បីជំរុញមិនឲ្យគណៈបកសង្គ្រោះជាតិទៅចុះចូលជាមួយនឹងគណៈបកប្រជាជនកន្លែងហ្នឹងហើយតែវាប្រើពីវិធីដើម្បីទាញនៅក្នុងគោលនយោបាយពីរឿងបញ្ហាធ្វើបាតកម្មក៏ប៉ុន្តែបងប្អូនតោងទៅយល់ឲ្យច្បាស់លាស់អ្វីដែលវានាំគ្នាធ្វើបាតកម្មហ្នឹងបាតកម្មវាមិនមែនជាបាតកម្មដើម្បីគិតពីគូពីបញ្ហាវិបត្តិប្រទេសជាតិទេក៏ប៉ុន្តែក៏បាតកម្មដើម្បីបន្លំប្រជាពលរដ្ឋបំផាន់មតិជាតិឲ្យដូចជាវាធ្វើសកម្មភាពបាតកម្មអីក៏ដោយកុំឲ្យប្រើវិធានសាកុំឲ្យធ្វើសកម្មភាពមានការប៉ះពាល់ជួលច្បល់នៅក្នុងប្រទេសនេះជាចំណុចដែលវាចង់ធ្វើបាតកម្មហ្នឹងគឺបំណងឲ្យសមស្របទៅតាមអ្វីដែលជាសំណើរបស់ប្រជាពលរដ្ឋអានេះដែលយើងមើលឃើញសកម្មភាពហ្នឹងច្បាស់លាស់ណាស់អ្វីដែលវាធ្វើហ្នឹងហើយចំណុចដែលសំខាន់បាតកម្មទី1គឺបាតកម្មអហិង្សាបាតកម្មទី2គឺបាតកម្មជ្រៀងរំនៅពេលដែលបាតកម្មជ្រៀងរំហ្នឹងដែលយើងចង់បញ្ជាក់បង្ហាញឲ្យឃើញថាវាលួចទៅចុះហត្ថលេខាជាមួយនឹងហ៊ុនសែនដើម្បីទទួលយក68ទល់នឹង55នេះបានបញ្ជាក់បង្ហាញឲ្យឃើញថាអ្វីដែលវាធ្វើហ្នឹងបានន័យថាវាទទួលយកពីរឿងហ៊ុនសែនបានមកផន់ភាពជោគជ័យឲ្យ68ទល់នឹង55ហ្នឹងសំរងស៊ីវាទទួលយកដោយស្របទៅតាមលក្ខណៈនិងភាពអ្វីដែលគេមកប្លន់អានេះដែលបញ្ជាក់បង្ហាញឲ្យឃើញថាវាមិនមែនមានគោលបំណងដែលមានភាពរំដោះទឹកដីចេញពីនឹមយួនទេតែវាចូលរួមសហការដែលខ្ញុំតែងតែបញ្ជាក់នឹងហើយហៅថាគណៈបកប្រឆាំងវាចាំតែប្រឆាំងនេះដែលបញ្ជាក់បង្ហាញឲ្យឃើញថាលួចលាក់អាកំបាំងដើម្បីទៅធ្វើចុះកិច្ចសន្យាដែលវាទទួលស្គាល់68
ទល់55នេះគេហៅថាបាតកម្មទី2គឺបាតកម្មជាងរំបាតកម្មទី3គឺបាតកម្មមិនយកខ្មែរណាធ្វើជាសត្រូវដូចជាដល់ចំណុចសំខាន់វាចង់បំបែកនៅវងបាតកម្មហ្នឹងវាទៅកកោកាយកម្មករកម្មការនេះដើម្បីឲ្យមានភាពងើបឡើងមកដូចនេះវាក៏បានជំរុញគេហៅថាពួកចារកិច្ចមួយចំនួនដើម្បីធ្វើប្រធានសនានយោបាយដើម្បីវាកំទេចវងកោតកម្មមិនមែនបាតកម្មទេវាជំរុញកម្មករកម្មការនេះឲ្យងើបឡើងដើម្បីទាមទារនៅតម្លៃ$160ហ្នឹងអាហ្នឹងគេមិនអាចហៅបាតកម្មគេហៅកោតកម្មដូចនេះគេវាក៏បានជំរុញពួកចារកិច្ចដើម្បីបន្លំខ្លួនធ្វើប្រធានសនានយោបាយដើម្បីកំទេចកោតកម្មដើម្បីពមៀនបាតកម្មធំអានេះដែលសបញ្ជាក់បង្ហាញឲ្យឃើញច្បាស់ហើយបន្ទាប់មកទៀតវាជំរុញឲ្យពួកគណៈបកប្រជាជនមកចាប់សកម្មជនគណៈបកសង្គ្រោះជាតិមួយចំនួនហើយមកចាប់អ្នកដែលសហជីពដើម្បីយកទៅដាក់គុកហើយពេលហ្នឹងកម្ពុជាបោកប្រាស់សំរងស៊ីវាដើរលេងតាមមាត់សមុទ្រតាមឆ្នេរសមុទ្រដើររើសសម្រាមអើទាំងអស់ដូចនេះកន្លែងហ្នឹងហើយដែលវាសបញ្ជាក់បង្ហាញឲ្យឃើញថាទោះបីគេចង់លើកអំណាចឲ្យវាទៅដឹកនាំប្រទេសក៏វាអត់មានគោលដៅទៅការដឹកនាំប្រទេសដែរព្រោះនេះជាផែនការរបស់យួនដែលយួនឲ្យវាហ្នឹងគ្រប់គ្រងនៅក្នុងគណៈបកប្រឆាំងគឺប្រឆាំងរហូតដូចជាទួលនីតិវាចាំតែប្រឆាំងទេអត់មានទួលនីតិទៅមានគោលការណ៍មកដឹកនាំប្រទេសជាតិនេះទេនេះដែលខ្ញុំចង់បង្ហាញសង្គមយើងឲ្យបានច្បាស់លាស់អំពីវិធីសាស្ត្រវិធានការដែលវាធ្វើគណៈបកប្រឆាំងបែរជាប្រជាពលរដ្ឋយើងចូលទៅមើលល្ខោនមិនបានចូលទៅមើលល្ខោននេះយើងទៅរួមសកម្មភាពជាមួយល្ខោនអាហ្នឹងដែលជាបញ្ហាពាក់ព័ន្ធវិបត្តិដែលគេបាត់បង់ទឹកដីដែលគេចិត្តពីយើងគេធ្វើបាបយើងគឺបណ្ដាលមកអីគឺយើងយកចំណុចមួយទៅចូលរួមជាមួយនឹងរឿងល្ខោនយើងមិនបានទៅមើលសាច់រឿងល្ខោនទេយើងទៅចូលរួមសកម្មភាពជាមួយនឹងតួល្ខោនកន្លែងហ្នឹងហើយដែលយើងជួបនៅវិបត្តិបញ្ហាអានេះខ្ញុំចង់បញ្ជាក់បង្ហាញឲ្យច្បាស់លាស់ហេតុតែបានយើងជាអ្នកចូលមើលដូចជាបានន័យថាប្រជាពលរដ្ឋមួយចំនួនធំគាត់អត់មានបានទៅយល់ដឹងថាគាត់កំពុងតែចូលមើលសាច់រឿងទេតែគាត់ចូលរួមនឹងសាច់រឿងអញ្ចឹងកន្លែងហ្នឹងគាត់អត់ទទួលយៈទេបើអ្នកណាក៏ដោយហ៊ានតែវាយទទួលយៈគាត់គ្រប់គ្រងតែបើហ៊ានវាយអាទូស្ដាច់ហើយនឹងវាយអាទូប្រឆាំងគាត់ប្រឆាំងវិញដែរតែគាត់មិនយល់ឃើញថាគាត់ជាអ្នកដែលទិញសមុទ្រចូលមើលក្នុងសាច់រឿងល្ខោនកន្លែងហ្នឹងដែលខ្ញុំចង់បញ្យល់សង្គមឲ្យយល់កន្លែងហ្នឹងឲ្យបានច្បាស់លាស់ពីព្រោះយើងត្រូវយល់ដឹងថាពេលដែលយើងទិញសមុទ្រចូលមើលលុយដែលយើងទិញបានហ្នឹងគឺក្រុមល្ខោនជាអ្នកទទួលយកបានន័យថាវាមានតួស្ដេចវាមានតួប្រឆាំងនិងមានតួយៈដូចជាមិនមែនថាយើងស្អប់តួយៈយើងអត់ឲ្យលុយតួយៈណាពីព្រោះលុយដែលយើងចូលមើលហ្នឹងគឺលុយល្ខោនយើងចូលទៅមើលក្រុមល្ខោនក្នុងរោងល្ខោនរបស់គេកន្លែងហ្នឹងឲ្យបងប្អូនចែកកន្លែងហ្នឹងឲ្យបានច្បាស់លាស់ដែលខ្ញុំចង់លើកបញ្យលលើកឧទាហរណ៍ដើម្បីមកបំភ្លឺឲ្យងាយស្រួលឲ្យបងប្អូនយល់កន្លែងហ្នឹងហើយតែជាវិបត្តិដែលគេបាត់បង់ទឹកដីដែលយើងអត់ចែកដឹងថាសត្រូវខ្មែរដល់ពុតប្រកាសជាអ្នកណាអាហ្នឹងហើយដែលខ្ញុំចង់បញ្ជាក់បង្ហាញទីសវណ្ណថាបោកមេនឯងប្រាប់ឲ្យបានច្បាស់លាស់អាហ្នឹងហើយសិតតែជាពួកយួនណាមុខខ្មែរគូយួនបំរើយួនសម្រាប់ខ្មែរដូចជាផែនការគេយកទឹកដីខ្មែរយើងមិនមែនគេទៅតែយកទេបានន័យថាខ្ញុំនិយាយតាំងពី1800នោះ200ឆ្នាំហើយដោយសារបារាំងទេបានយើងទាញយកអាណានិគមមកបានយើងសុខសាន្តយើងក្រោមអាណានិគមយើងបានសុខសប្បាយក្នុងរយៈពេលទៅ90ឆ្នាំបន្ទាប់ពី90ឆ្នាំទៀតសកម្មភាពអា3ខ្សែជានោះទៅធ្វើវាយតបនឹងបារាំងក្បត់នឹងកិច្ចសន្យាជាមួយនឹងបារាំងព្រោះប្របាទនរោត្តមគាត់បានសន្យាជាមួយបារាំងបើសិនជាខ្មែរយើងធ្វើសកម្មភាពជួយបារាំងអានឹងបារាំងនឹងកាត់ទឹកដីកម្ពុជាក្រោមឲ្យខ្មែរតែបើធ្វើសកម្មភាពក្បត់នឹងកិច្ចសន្យារបស់បារាំងនឹងបកគលទឹកដីកម្ពុជាក្រោមឲ្យទៅយួននឹងហើយដែលជានយោបាយអា3ខ្សែជានោះឆ្នាំ1947ដែលវាទៅធ្វើសង្គ្រាមផ្លូវឌៀនបៀនភូរួមចំណែកជាមួយនឹងពួកសម្ព័ន្ធយេមិញនិងហ៊ូជីមិញដើម្បីមកវាយបារាំងហ្នឹងអានឹងហើយដែលក្បត់នឹងកិច្ចសន្យាជាមួយបារាំងអានឹងដែលខ្ញុំចង់បញ្ជាក់បង្ហាញសង្គមឲ្យបានច្បាស់លាស់ពួកអា3ខ្សែជានោះហ្នឹងវាមិនមែនជាស្ដេចខ្មែរទេហើយបន្ទាប់មកនៅពេលដែលបារាំងបានដកចេញជាសាពូអាហ្នឹងដូចជាវាឈប់ធ្វើស្ដេចហើយវាទម្លាក់ខ្លួនពីស្ដេចហ្នឹងពីឆ្នាំ1955បកគលឲ្យប្របាទនរោត្តមសរាមរិទ្ធឲ្យឡើងមកគ្រងរាជ្យវាចូលមកធ្វើនយោបាយទាញសង្គមខ្មែរយើងឲ្យជួបនៅភាពវិនាសមហន្តរាយជួបនៅភ្លើងសង្គ្រាមដូចជាក្នុងឯកសារប្រវត្តិសាស្ត្រទាំងអស់ខ្ញុំនឹងពន្លឺនៅលើកក្រោយក៏ប៉ុន្តែឥឡូវនេះគាត់ថាខ្ញុំចង់បញ្ជាក់បង្ហាញឲ្យកញ្ញាឲ្យដឹងយល់ថារវាងសត្រូវខ្មែរដ៏ពិតប្រាកដហ្នឹងគឺសត្រូវ3បកនៅក្នុងសប្តាហ៍ហ្នឹងដែលមានបកស្ដេចដែលមានបកយៈហើយនឹងដែលមានបកប្រឆាំងបកប្រឆាំងនេះសំខាន់ណាស់ដែលធ្វើឲ្យសង្គមខ្មែរសម្លាប់ជាតិខ្មែរយើងបន្តបន្ទាប់ហើយខ្ញុំបន្តិចទេខ្ញុំនឹងបកស្រាយពីបញ្ហាគណៈបកប្រឆាំងហ្នឹងវាគឺជាគណៈបកយួនដែលរៀបចំតាំងពីឆ្នាំ1995មកហើយខ្ញុំនឹងបង្ហាញឲ្យបានច្បាស់លាស់អំពីព្រឹត្តិការណ៍នៅអក្រិតកម្មអ្វីដែលវាបានសម្
សម្រាប់ខ្មែរបន្តបន្តដើម្បីបង្ហាញឲ្យសង្គមមើលឃើញជាចុងបញ្ចប់នេះអៀកឹមសេងតំណាងជាព្រះរាជអាជ្ញាក្រៅប្រព័ន្ធក៏ចង់បញ្ជាក់ទៅដល់កញ្ញាធីសវណ្ណថាបោកគឺបោកមានឯងស្ដាប់ឲ្យបានច្បាស់លាស់អំពីសត្រូវខ្មែរដ៏ពិតប្រាកដហ្នឹងគឺជាសត្រូវនៅក្នុងរាជរដ្ឋាភិបាលដែលមានគណៈបកទាំង3គណៈបករាជានិយមគណៈបកប្រជាជនហើយនិងគណៈបកសង្គ្រោះចោលអ្វីដែលជាចំណុចសំខាន់បន្ថែមទៅពីនឹងតែទៀតហ្នឹងអ្វីដែលបងប្អូនប្រជាជាតិខ្មែរយើងដែលកំពុងតែមានភាពយល់ច្រឡំថាគណៈបករាជានិយមនិងគណៈបកសង្គ្រោះចោលគឺជាគណៈបកជាតិខ្មែរកន្លែងនឹងហើយដែលប្រទេសជាតិខ្មែរយើងកំជួបនៅភាពវិនាសមហន្តរាយតិចទីដែលបាត់បង់ទឹកដីទាំងស្រុងដែលយួនយកទឹកដីខ្មែរយើងបានហ្នឹងគឺបណ្ដាលមកពីភាពនៃការងាយស្រួលនៃការយល់ច្រឡំអំពីវិបត្តិសង្គមដែលហៅថាសត្រូវដែលយើងមិនបានមើលសត្រូវដែលចិត្តពិតប្រាកដហ្នឹងគឺជាគណៈបករាជានិយមនិងគណៈបកសង្គ្រោះចោលអ្វីដែលយើងចង់បញ្ជាក់បង្ហាញដើម្បីឲ្យបានច្បាស់លាស់ថារយៈកាលកន្លងមកគណៈបកដែលបំរើយួនសម្រាប់ជាតិខ្មែរយើងហ្នឹងដែលចេញមុខហ្នឹងគេហៅថាជាតំណាងគណៈបកប្រជាជនហៅថាជាយៈក៏ប៉ុន្តែយើងនៅចូលទៅលើគណៈបកទាំងពីរបន្ថែមទៀតដែលយើងមិនបាននាំគ្នាចាប់អារម្មណ៍ថាគណៈបករាជានិយមនិងគណៈបកកម្ពុជាបោកជាតិខ្មែរយើងហ្នឹងគឺសំរងស៊ីដែលយើងបញ្ជាក់បង្ហាញឲ្យច្បាស់លាស់ដែលហៅថាដំណើរនយោបាយវាទាក់ទាញអ្នកស្នេហាជាតិឲ្យគណៈបកហ៊ុនសែននឹងសម្រាប់អ្នកស្នេហាជាតិបន្តដោយសារអីនឹងហើយដែលហៅថាបញ្ជាក់បង្ហាញឲ្យឃើញថាគណៈបកទាំង3ហ្នឹងគឺជាគណៈបកបំរើយួនសម្រាប់ខ្មែរនេះដែលខ្ញុំចង់បញ្ជាក់កញ្ញាឲ្យបានច្បាស់លាស់សត្រូវដែលពិតប្រាកដហ្នឹងគេហៅថាមុខខ្មែរគូយួនបំរើយួនសម្រាប់ខ្មែរគឺជាសារជាតិនៅក្នុងជាតិខ្មែរយើងមិនមែនជាប្រទេសយួនដែលវាមកសម្រាប់ខ្មែរទេអ្វីដែលសម្រាប់ខ្មែរហ្នឹងគឺវាខ្ចីពួកបកទាំង3ហ្នឹងដើម្បីមកឲ្យសម្រាប់ខ្មែរនេះខ្ញុំចង់បញ្ជាក់កញ្ញាធីសវណ្ណថាបោកគឺបោកមែនបើសិនជាមិនដឹងពីនយោបាយឲ្យពិតប្រាកដកុំឲ្យយកភាពអំណះអំណាងថាប្រទេសយួនហ្នឹងវាមកយកទឹកដីខ្មែរអ្វីក៏ដោយប្រទេសយួនវាយកទឹកដីខ្មែរក៏អាស្រ័យទៅលើការរួមចំណែកវាយកខ្មែរយើងមកបំរើវាដើម្បីគំតិចជាតិសាសន៍ខ្មែរនេះតែខ្ញុំចង់បញ្ជាក់ឲ្យកញ្ញាឯងឲ្យដឹងឲ្យយល់ឲ្យច្បាស់លាស់អំពីបញ្ហាវិបត្តិដែលហៅថាជាសត្រូវរបស់ខ្មែរពិតប្រាកដហ្នឹងគឺគណៈបកទាំង3អាហ្នឹងដែលខ្ញុំចង់បញ្ជាក់បង្ហាញបងប្អូនសង្គមឲ្យបានច្បាស់លាស់អ្វីដែលរយៈកាល2-3ឆ្នាំនេះដែលអៀកុំផ្សេងចេញមកបង្ហាញសង្គមហ្នឹងដើម្បីឲ្យទាញឱកាសឆ្លុះបញ្ចាំងអំពីវិបត្តិប្រទេសខ្មែរយើងអំពីសត្រូវដ៏ពិតប្រាកដតើអ្នកណាជាមិត្តអ្នកណាជាសត្រូវមុននឹងកុំឲ្យយើងស្លាប់ដែលយើងអត់ដឹងខ្លួនថារវាងសត្រូវហើយនឹងមិត្តឲ្យយើងចែកឲ្យច្បាស់លាស់បើសិនជាយើងមិនចែកមិនច្បាស់លាស់ទេភាពវិនាសមហន្តរាយគឺជាខ្លួនយើងនេះតែខ្ញុំចង់បញ្ជាក់បង្ហាញសង្គមយើងឲ្យបានច្បាស់លាស់អំពីហៅថាការកត់សម្គាល់និងការឲ្យតម្លៃទៅលើសត្រូវដែលចិត្តខ្លួនយើងហ្នឹងវាទៅជាមិត្តអាហ្នឹងហើយដែលហៅថាជាសត្រូវដ៏ពិតប្រាកដហ្នឹងគឺនៅក្បែរខ្លួនយើងហ្នឹងហើយគេហៅថាវាជាសត្រូវដែលយើងចាត់ទុកថាគណៈបកសង្គ្រោះចោលហើយនឹងគណៈបករាជានិយមដែលយើងសង្ឃឹមថាវាជាជនជាតិអាចនឹងប្រឆាំងយួនតែតាមកាពិតគឺជាមុខខ្មែរគូយួនបំរើយួនសម្រាប់ខ្មែរនឹងហើយទៅហៅថាជាទស្សនៈនយោបាយវាសម្រាប់ជាតិខ្មែរយើងដ៏ពិតប្រាកដឥឡូវចំណុចដែលភាពដែលអះអាងឥឡូវគេសួរទៅបងប្អូនមួយចំនួនប្រហែលជាសួរមកលើអៀកំសេងថាបើទស្សនៈនឹងអៀកំសេងអាងអីឥឡូវទស្សនៈអៀកំសេងអាងមាន2ចំណុចទី1អាងនៅក្នុងភស្តុតាងដែលរយៈកាលកន្លងមកដែលសប្តាហ៍នេះដែលយួនយកទឹកដីខ្មែរយើងបានទាំងស្រុងដែលបញ្ជាក់បង្ហាញថាសកម្មភាពដែលគេចូលរួមចំណែកនឹងដែលហៅថាគំតិចជាតិសាសន៍ខ្មែរអានឹងទស្សនៈអាងទី1គឺអាងតិហិកោបញ្ជាក់ពីភស្តុតាងអាងទី2អៀកំសេងមានតែជីវិតទេទ្រព្យសម្បត្តិអំណាចអត់មានទេក៏ប៉ុន្តែបើសិនជាក្នុងគណៈបកទាំង3ហ្នឹងបើមិនសុខចិត្តពីទស្សនៈដែលអៀកំសេងចោតប្រកាន់ទៅលើចំណុចដែលហៅថាជាក្រុមមុខខ្មែរគូយួនបំរើយួនសម្រាប់ខ្មែរហ្នឹងហើយបើសិនជាមានតិហិកោច្បាស់លាស់ថាអៀកំសេងនឹងភាពចោតប្រកាន់សូមបញ្ចេញមកណារកភស្តុតាងមកអាចចូលនៅលើទស្សនៈច្បាប់ចង់និយាយពីច្បាប់នៅក្នុងចំណុចណាមួយអៀកំសេងគេហៅថាទទួលបានទាំងអស់ហើយនឹងបកស្រាយឲ្យសមស្របហើយមិនទន្ទឹមមកពេលហ្នឹងឯងអាចទាញអៀកំសេងឡើងតុលាការអន្តរជាតិបានទៀតដូច្នេះអៀកំសេងនឹងចូលជំហរបញ្ជាក់បង្ហាញទៅលើឆាកអន្តរជាតិឲ្យបានច្បាស់លាស់ថារវាងគណៈបកទាំង3ហ្នឹងគឺជាគណៈបកបំរើយួនសម្រាប់ខ្មែរដោយមិនអាចនឹងប្រកែកបានដូច្នេះចំណុចដែលចុងក្រោយអៀកំសេងមានតែជីវិតទេដែលហ៊ានចូលទៅភាពអំណះអំណាងថាគណៈបកទាំង3ហ្នឹងគឺជាគណៈបកបំរើយួនសម្រាប់ខ្មែរបាទសូមអរគុណ
ចាំតែប្រឆាំងដើម្បីចូលទៅលើទស្សនៈអស់ហ្នឹងដែលខ្ញុំទាញពីទេហើយក៏ដើម្បីបំភ្លឺឲ្យសង្គមឲ្យមើលឃើញថាអ្វីដែលហៅថាវាជាទូនាទីប្រឆាំងទោះបីតែគេលើកអំណាចឲ្យវាក៏វាអត់ព្រមទទួលយកដែរពីព្រោះគោលដៅវាហ្នឹងចាំតែប្រឆាំងដើម្បីបង្ហាញខ្មាំងកំចាត់ជនស្នេហាជាតិអ្វីដែលយើងចង់លើកនៅភាពជាក់ស្ដែងនៅក្នុងថ្ងៃទី28កក្កដាឆ្នាំ2013បានន័យថាកម្ពុជាបោកប្រាស់សំរងទីវាមើលឃើញសកម្មភាពនយោបាយច្បាស់លាស់ណាស់ថាគណៈបកវាហ្នឹងនឹងឈ្នះក៏ប៉ុន្តែដូចជាកន្លែងហ្នឹងហើយតែវាមានការភ័យព្រួយពីភាពជោគជ័យដូចជាវាត្រូវការរៀបចំសហការជាមួយនឹងហ៊ុនសែនជាសម្ងាត់ដើម្បីឲ្យហ៊ុនសែនរៀបចំពីរឿងនយោបាយទាំងអស់ហ្នឹងដើម្បីឲ្យមកប្លន់ភាពជោគជ័យនៅថ្ងៃទី28កក្កដានៅពេលរាត្រីដែលបញ្ចេញពីទិន្នន័យបឋមនេះដែលយើងចង់បញ្ជាក់បង្ហាញក្នុងលក្ខណៈទី1ដែលវាមកហួបវត្តទីស្នាក់ការគណៈបកសង្គ្រោះជាតិដើម្បីបោកកាន់តែជានយោបាយដើម្បីបំផិតមតិជាតិនិងមតិអន្តរជាតិថាហ៊ុនសែននឹងវាមកប្លន់ភាពជោគជ័យរបស់ប្រជាពលរដ្ឋនេះជាដំណើរទី1ដែលវាមិនព្រមទទួលយកនៅការដឹកនាំអានេះយើងចង់បញ្ជាក់ដើម្បីបង្ហាញសង្គមនឹងឲ្យបានច្បាស់លាស់ឥឡូវយើងនិយាយពីចំណុចទី2ក្រោយមកវាទៅចូលរួមសកម្មភាពវាមើលឃើញសកម្មភាពកម្លាំងរបស់ប្រជាពលរដ្ឋមានការខុសខលមូសមុតខ្លាំងក្លាដើម្បីជំរុញមិនឲ្យគណៈបកសង្គ្រោះជាតិទៅចុះចូលជាមួយនឹងគណៈបកប្រជាជនកន្លែងហ្នឹងហើយតែវាប្រើពីវិធីដើម្បីទាញនៅក្នុងគោលនយោបាយពីរឿងបញ្ហាធ្វើបាតកម្មក៏ប៉ុន្តែបងប្អូនតោងទៅយល់ឲ្យច្បាស់លាស់អ្វីដែលវានាំគ្នាធ្វើបាតកម្មហ្នឹងបាតកម្មវាមិនមែនជាបាតកម្មដើម្បីគិតពីគូពីបញ្ហាវិបត្តិប្រទេសជាតិទេក៏ប៉ុន្តែក៏បាតកម្មដើម្បីបន្លំប្រជាពលរដ្ឋបំផិនមតិជាតិឲ្យដូចជាវាធ្វើសកម្មភាពបាតកម្មអីក៏ដោយកុំឲ្យប្រើវិធានសនាកុំឲ្យធ្វើសកម្មភាពមានការប៉ះពាល់ជួលច្បល់នៅក្នុងប្រទេសនេះជាចំណុចដែលយើងចង់ធ្វើបាតកម្មហ្នឹងគឺបំណងឲ្យសមស្របទៅតាមអ្វីដែលជាសំណើរបស់ប្រជាពលរដ្ឋអានេះដែលយើងមើលឃើញសកម្មភាពហ្នឹងច្បាស់លាស់ណាស់អ្វីដែលវាធ្វើហ្នឹងហើយចំណុចដែលសំខាន់បាតកម្មទី1គឺបាតកម្មអហិង្សាបាតកម្មទី2គឺបាតកម្មជាងរំនៅពេលដែលបាតកម្មជាងរំហ្នឹងដែលយើងចង់បញ្ជាក់បង្ហាញឲ្យឃើញថាវាលួចទៅចុះហត្ថលេខាជាមួយនឹងហ៊ុនសែនដើម្បីទទួលយក68ទល់នឹង55នេះបានបញ្ជាក់បង្ហាញឲ្យឃើញថាអ្វីដែលវាធ្វើហ្នឹងបានន័យថាវាទទួលយកពីរឿងហ៊ុនសែនបានមកផ្លន់ភាពជោគជ័យឲ្យ68ទល់នឹង55ហ្នឹងសំរងស៊ីវាទទួលយកដោយស្របទៅតាមលក្ខណៈនិងភាពអ្វីដែលគេមកផ្លន់អានេះដែលបញ្ជាក់បង្ហាញឲ្យឃើញថាវាមិនមែនមានគោលបំណងដែលមានភាពរំដោះទឹកដីចេញពីនឹមយួនទេតែវាចូលរួមសហការដែលខ្ញុំតែងតែបញ្ជាក់នឹងហើយហៅថាគណៈបកប្រឆាំងវាចាំតែប្រឆាំងនេះដែលបញ្ជាក់បង្ហាញឲ្យឃើញថាលួចលាក់អាកំបាំងដើម្បីទៅធ្វើចុះកិច្ចសន្យាដែលវាទទួលស្គាល់68ទល់នឹង55នេះគេហៅថាបាតកម្មទី2គឺបាតកម្មជាងរំបាតកម្មទី3គឺបាតកម្មមិនយកខ្មែរណាធ្វើជាសត្រូវដូចជាដល់ចំណុចសំខាន់វាចង់បំបែកនៅវងបាតកម្មហ្នឹងវាទៅកកោកាយកម្មករកម្មការនេះដើម្បីឲ្យមានភាពងើបឡើងមកដូចនេះវាក៏បានជំរុញគេហៅថាពួកចារកិច្ចមួយចំនួនដើម្បីធ្វើវិធានសនានយោបាយដើម្បីវាកំទេចវងកោតកម្មមិនមែនបាតកម្មទេព្រោះវាជំរុញកម្មករកម្មការនេះឲ្យងើបឡើងដើម្បីទាមទារនៅតម្លៃ$160ហ្នឹងអាហ្នឹងគេមិនអាចហៅបាតកម្មគេហៅកោតកម្មដូចនេះគឺវាក៏បានជំរុញពួកចារកិច្ចដើម្បីបន្លំខ្លួនធ្វើវិធានសនានយោបាយដើម្បីកំទេចកោតកម្មដើម្បីពមៀនបាតកម្មធំអានេះដែលសបញ្ជាក់បង្ហាញឲ្យឃើញច្បាស់ហើយបន្ទាប់មកទៀតវាជំរុញឲ្យពួកគណៈបកប្រជាជនមកចាប់សកម្មជនគណៈបកសង្គ្រោះជាតិមួយចំនួនហើយមកចាប់អ្នកដែលសហជីដើម្បីយកទៅដាក់គុកហើយពេលហ្នឹងកម្ពុជាបោកប្រាស់សំរងស៊ីវាដើរលេងតាមមាត់សមុទ្រតាមឆ្នេរសមុទ្រដើររើសសម្រាមទាំងអស់ដូចជាកន្លែងហ្នឹងហើយដែលវាសបញ្ជាក់បង្ហាញឲ្យឃើញថាទោះបីគេចង់លើកអំណាចឲ្យវាទៅដឹកនាំប្រទេសក៏វាអត់មានគោលដៅទៅការដឹកនាំប្រទេសដែរនេះជាផែនការរបស់យួនដែលយួនឲ្យវាហ្នឹងគ្រប់គ្រងនៅក្នុងគណៈបកប្រឆាំងគឺប្រឆាំងរហូតដូចជាជួននាទីវាចាំតែប្រឆាំងទេអត់មានជួននាទីទៅមានគោលការណ៍មកដឹកនាំប្រទេសជាតិនេះទេនេះដែលខ្ញុំចង់បង្ហាញសង្គមយើងឲ្យបានច្បាស់លាស់អំពីវិធីសាស្ត្រវិធានការដែលវាធ្វើគណៈបកប្រឆាំងបែរជាប្រជាពលរដ្ឋយើងចូលទៅមើលល្ខោនមិនបានចូលទៅមើលល្ខោនទេយើងទៅរួមសកម្មភាពជាមួយល្ខោនអាហ្នឹងដែលជាបញ្ហាពាក់ព័ន្ធវិបត្តិដែលគេបាត់បង់ទឹកដីដែលគេជិតពីយើងគេធ្វើបាបយើងគឺបណ្ដាលមកអីគឺយើងមានយកចំណុចមួយទៅចូលរួមជាមួយនឹងរឿងល្ខោនយើងមិនបានទៅមើលសាច់រឿងល្ខោនទេយើងទៅចូលរួមសកម្មភាពជាមួយនឹងតួល្ខោនកន្លែងហ្នឹងហើយដែលយើងជួបនៅវិបត្តិបញ្ហាអានេះខ្ញុំចង់បញ្ជាក់បង្ហាញឲ្យច្បាស់លាស់ហេតុតែបានយើងជាអ្នកចូលមើលដូចជាបានន័យថាប្រជាពលរដ្ឋមួយចំនួនធំគាត់អត់មានបានទៅយល់ដឹងថាគាត់កំពុងតែចូលមើលសាច់រឿងទេតែគាត់ចូលរួមនឹងសាច់រឿងអញ្ចឹងកន្លែងហ្នឹងគាត់អត់ទទួលយៈទេបើអ្នកណាក៏ដោយហ៊ានតែវាយទទួលយៈគាត់គ្រប់គ្រងតែបើហ៊ានវាយអាទូស្ដាច់ហើយនឹងវាយអាទូប្រឆាំងគាត់ប្រឆាំងវិញដែរតែគាត់មិនយល់ឃើញថាគាត់ជាអ្នកដែងទិញសមុទ្រចូលមើលក្នុងសាច់រឿងល្ខោនកន្លែងហ្នឹងដែលខ្ញុំចង់បញ្យល់សង្គមឲ្យយល់កន្លែងហ្នឹងឲ្យបានច្បាស់លាស់ពីព្រោះយើងត្រូវយល់ដឹងថាពេលដែលយើងទិញ
សបុតចូលមើលលុយដែលយើងទិញបានហ្នឹងគឺក្រុមល្ខោនគេអ្នកទទួលយកបានន័យថាវាមានតួស្ដេចវាមានតួប្រឆាំងនិងមានតួយៈដូចជាមិនមែនថាយើងស្អប់តួយៈយើងអត់ឲ្យលុយតួយៈណាពីព្រោះលុយដែលយើងចូលមើលហ្នឹងគឺលុយល្ខោនយើងចូលទៅមើលក្រុមល្ខោនក្នុងរោងល្ខោនរបស់គេកន្លែងហ្នឹងឲ្យបងប្អូនចែកកន្លែងហ្នឹងឲ្យបានច្បាស់លាស់តែខ្ញុំចង់លើកបញ្យលលើកឧទាហរណ៍ដើម្បីមកបំភ្លឺឲ្យងាយស្រួលឲ្យបងប្អូនយល់កន្លែងហ្នឹងឲ្យតែជាវិបត្តិដែលគេបាត់បង់ទឹកដីដែលយើងអត់ចែកដឹងថាសត្រូវខ្មែរដល់ពុតប្រកាសជាអ្នកណាអាហ្នឹងហើយដែលខ្ញុំចង់បញ្ជាក់បង្ហាញទីសវណ្ណថាបោកមេនឯងប្រាប់ឲ្យបានច្បាស់លាស់អាហ្នឹងហើយសិតតែជាពួកយួនណាមុខខ្មែរគូយួនបំរើយួនសម្រាប់ខ្មែរដូចជាផែនការគេយកទឹកដីខ្មែរយើងមិនមែនគេទៅតែយកទេបានន័យថាខ្ញុំនិយាយតាំងពី1800នោះ200ឆ្នាំហើយដោយសារបារាំងទេបានយើងទាញយកអាណានិគមមកបានយើងសុខសាន្តយើងក្រោមអាណានិគមយើងបានសុខសប្បាយក្នុងរយៈពេល90ឆ្នាំបន្ទាប់ពី90ឆ្នាំទៀតសកម្មភាពអា3 40ជានោះទៅធ្វើវាយតបនឹងបារាំងក្បត់នឹងកិច្ចសន្យាជាមួយនឹងបារាំងព្រោះប្របាទនរោត្តមគាត់បានសន្យាជាមួយបារាំងបើសិនជាខ្មែរយើងធ្វើសកម្មភាពជួយបារាំងអានឹងបារាំងនឹងកាត់ទឹកដីកម្ពុជាក្រោមឲ្យខ្មែរតែបើធ្វើសកម្មភាពក្បត់នឹងកិច្ចសន្យារបស់បារាំងនឹងបកគលទឹកដីកម្ពុជាក្រោមឲ្យទៅយួននឹងហើយដែលជានយោបាយអា3 40ជានោះឆ្នាំ1947ដែលវាទៅធ្វើសង្គ្រាមនៅឌៀនបៀនភូរួមចំណែកជាមួយនឹងពួកសម្ព័ន្ធយេមិញនិងហ៊ូជីមិញដើម្បីមកវាយបារាំងហ្នឹងអានឹងហើយដែលក្បត់នឹងកិច្ចសន្យាជាមួយបារាំងអានឹងដែលខ្ញុំចង់បញ្ជាក់បង្ហាញសង្គមឲ្យបានច្បាស់លាស់ពួកអា3 40ជានោះហ្នឹងវាមិនមែនជាស្ដេចខ្មែរទេហើយបន្ទាប់មកនៅពេលដែលខ្ញុំសូមសួរកញ្ញាទៅវិញអ្នកណាចាក់ខ្មែរដាក់គុកអ្នកណាវាយធ្វើបាបខ្មែរអ្នកណាសម្លាប់ខ្មែរអ្នកណាបោកក្របបែកមកលើខ្មែរតើយើងសូមសួរថាយួនមកបោកក្របបែកមកលើទឹកដីខ្មែរយួនចាប់ខ្មែរដាក់គុកយួនមកសម្លាប់ខ្មែរឬក៏ខ្មែរហ្នឹងសម្លាប់ខ្មែរកន្លែងហ្នឹងកញ្ញាទៅបកស្រាយឲ្យបានច្បាស់លាស់ពីបញ្ហាមុននឹងហ៊ានប្រើទ្រឹស្ដីមួយសត្រូវរបស់ខ្មែរពិតប្រាកដមិនមែនពីខ្មែរទេគឺយួនចំណុចហ្នឹងហើយដែលវិនិច្ឆ័យមហន្តរាយទឹកដីខ្មែរយើងបានបាត់បង់ដោយសារអីដោយសារអាទស្សនៈមិនមើលឃើញសត្រូវដល់ពិតប្រាកដអាសត្រូវពិតប្រាកដហ្នឹងដែលកំទេចពូជសាសន៍ខ្មែរហើយសត្រូវពិតប្រាកដហ្នឹងកញ្ញាថាមិនមែនខ្មែរទេអញ្ចឹងបីសាយយួនពួកយួនវានៅប្រទេសយួនទេសំណួរមួយទៀតអ្នកណាដែលអនុញ្ញាតឲ្យយួននៅលើទឹកដីខ្មែរអ្នកណាដែលអនុញ្ញាតឲ្យយួននៅលើទឹកដីខ្មែរជនជាតិយួនដែលមកអនុញ្ញាតឲ្យមកនៅលើទឹកដីខ្មែរឬក៏ខ្មែរអនុញ្ញាតឲ្យយួនមកនៅលើទឹកដីខ្មែរកន្លែងហ្នឹងកញ្ញាទៅបកស្រាយឲ្យបានច្បាស់លាស់ពីបញ្ហាមុននឹងហ៊ានប្រើថាសត្រូវខ្មែរដល់ពុតប្រកាសហ្នឹងមិនមែនជាខ្មែរទេគឺជាយួនអញ្ចឹងខ្ញុំចង់បញ្ជាក់បង្ហាញកញ្ញាឯងឲ្យបានច្បាស់លាស់អំពីបញ្ហាដែលកញ្ញាឯងនិយាយហ្នឹងគឺប៉ះពាល់ដល់ជាតិធ្ងន់ធ្ងរណាស់ហើយសកម្មភាពមិនព្រមទៅរៀនប្រវត្តិសាស្ត្រឆែកប្រវត្តិសាស្ត្រតាមដានប្រវត្តិសាស្ត្រឲ្យបានពុតប្រកាសថាសត្រូវរបស់ខ្មែរពុតប្រកាសវាជាអ្នកណាខ្ញុំតែងតែបញ្យល់បង្ហាញសង្គមឲ្យបានច្បាស់លាស់សត្រូវរបស់ខ្មែរដែលមានពីរមួយគេហៅសត្រូវជាតិទី2សត្រូវឆ្ងាយអាសត្រូវជាតិហ្នឹងក៏ជាបពពួកយួនមុខខ្មែរគួយួនបំរើយួនសម្រាប់ខ្មែរគឺគេចង់ច្បាច់នៅជួររដ្ឋាភិបាលយើងគឺគ្រប់កន្លែងទាំងអស់គ្រប់ក្រសួងដូចខ្ញុំតែងតែបញ្ជាក់បង្ហាញនៅក្នុងសង្គមជាច្រើនលើកជាច្រើនសារហើយយើងនិយាយនៅក្នុងស្ថាប័ននៅក្នុងជួររដ្ឋាភិបាលទាំងអស់ពាក្យហៅថារដ្ឋាភិបាលវាមាន3ណាគណៈបរិជានិយមគណៈបកប្រជាជនហើយនិងគណៈបកសង្គ្រោះចោលដូចជា3ហ្នឹងដែលមកកំទេចជាសាសខ្មែរសម្រាប់ពូជសាសខ្មែរកន្លែងហ្នឹងហើយកញ្ញាឲ្យទៅយល់ពីប្រវត្តិសាស្ត្រខ្មែរឲ្យបានពិតប្រាកដថាដែលខ្ញុំបានបញ្ជាក់ប្រាប់ឲ្យច្បាស់លាស់យួនយកទឹកដីខ្មែរយើងតាំងពីឆ្នាំ1834តាំងពីស្ដេចអង្គមីដែលយួនវាលើកតបឡើងមកអាយុ19ឆ្នាំតែវាលើកឡើងមកដើម្បីមកគ្រប់គ្រងលើស្ដេចអង្គមីហ្នឹងដោយសារអីដោយសារវាយកទឹកដីខ្មែរយើងបានអស់រួចទៅហើយទឹកដីខ្មែរយើងបាត់បង់តាំងពីឆ្នាំ1834ទៅហេតុអីបានយើងបានទឹកដីមកវិញគឺដោយសារគឺព្រះបាទអង្គឌួងហើយនិងព្រះបាទនរោត្តមពុតប្រកាសដីរួមសហការបានបារាំងទេមកវាយយកទឹកដីពីយួនដើម្បីទៅគ្រប់គ្រងក្រោមអាណានិគម90ឆ្នាំដែលយើងផុតភាពរងទុក្ខវេទនា90ឆ្នាំអ្វីដែលបន្តសកម្មភាពនយោបាយបន្ថែមទៀតហ្នឹងហៅថាឲ្យអ្នកដែលដាច់ខ្មែរពិតប្រកបគឺដាច់ពូជហើយគឺដាច់ពូជត្រង់គេហៅថាប្របាទស៊ីសវត្តមនីវង្សដែលអា3 40ជានោះនេះមិនមែនជាស្ដេចខ្មែរទេគឺជាស្ដេចយួនលើកតបឡើងមកឲ្យគ្រងរាជនៅក្នុងឆ្នាំ1941ពីពួកអា3 40ជានោះនេះវាជាក្រុមបពុអាសិមវាកន្លែងហ្នឹងខ្ញុំនឹងបញ្ចេញប្រវត្តិសាស្ត្រដើម្បីបង្ហាញសង្គមឲ្យបានច្បាស់លាស់អំពីវិបត្តិយួនយកទឹកដីនៅការរៀបចំយួននៅរៀបចំរចនាសម្ព័ន្ធទាំងអស់ឲ្យស្ដេចមកគ្រប់គ្រងលើទឹកដីខ្មែរហើយវាបង្រាយពួកចារកិច្ចយួនបន្លំខ្លួនពីខ្មែរនៅក្នុងស្ថាប័នជាតិខ្មែរហ្នឹងគ្រប់កន្លែងទាំងអស់ដូចជា
ខ្ញុំនឹងបំភ្លឺនៅក្នុងឯកសារក្រោយក៏ប៉ុន្តែខ្ញុំក៏ចង់បង្ហាញកញ្ញានឹងឲ្យបានយល់ដឹងថាអំពីអ្វីទៅគេហៅថាប្រវត្តិសាស្ត្រមុននឹងកញ្ញាទីសវណ្ណថាបោកមែនឯងមុននឹងការនិយាយចាត់ទុកថាសត្រូវរបស់ខ្មែរពិតប្រាកដមិនមែនជាយួនចម្ងាយទេគេហៅថាអាយុផ្ទាល់អាយុដែលគៀកខ្លួនយើងនេះអាហ្នឹងនៅក្នុងជួររដ្ឋាភិបាលយើងសពថ្ងៃនេះដែលសិទ្ធិក្រុមយួនអញ្ចឹងអាភាពដែលហៅថាសាមគ្គីយ៉ាងម៉េចខ្ញុំនឹងបានបញ្យល់ជាច្រើនគ្លីបជាច្រើនសាររួចទៅហើយដើម្បីបញ្យល់សង្គមឲ្យឃើញឲ្យដឹងថាសត្រូវរបស់ខ្មែរពិតប្រាកដហ្នឹងគឺក្នុងជួររដ្ឋាភិបាលកន្លែងនេះដែលខ្ញុំចង់បញ្ជាក់បង្ហាញបន្ថែមទៀតដើម្បីបំភ្លឺឲ្យកញ្ញាឲ្យដឹងយល់អំពីបញ្ហាយើងនិយាយថាក្រុមលខោនដែលយួនរៀបចំមកឲ្យមកគ្រប់គ្រងលើទឹកដីខ្មែរហ្នឹងគឺមាន3ក្រុមលខោនដែលយួនបានរៀបចំដើម្បីឲ្យមកគ្រប់គ្រងលើទឹកដីខ្មែរយើងគេហៅថាមានទួយស្រាច់មានទួយយៈហើយមានទួប្រឆាំងពុទ្ធទួយយៈគេជាទួដឹកនាំអញ្ចឹងខ្ញុំត្រូវការបញ្ជាក់បង្ហាញដើម្បីតាម្ដងទៀតឲ្យបានច្បាស់លាស់អំពីបញ្ហាគេឲ្យយើងដើរទួស្រាច់អញ្ចឹងក្រុមលខោនរបស់ពួកយួនដែលឲ្យរៀបចំមកយកទឹកដីខ្មែរអញ្ចឹងបងប្អូនមើលឃើញតាំងពីឆ្នាំ93គេលើកអំណាចស្ដេចអានេះខ្ញុំបាច់ឲ្យតិចទៀតអាคลิปលើកក្រោយខ្ញុំនឹងរៀបចំប្រវត្តិសាស្ត្រអំពីដំណើរជីវិតរបស់គេហៅថាស្ដេចខ្មែររហូតមកដល់ស្ដេចខ្លែងខ្លាយវាយ៉ាងម៉េចហ្នឹងមកទល់នឹងឆ្នាំ2015ក៏ប៉ុន្តែឥឡូវព្រោះឯកសារហ្នឹងវាវែងពេកខ្ញុំត្រូវការរៀបចំចងក្រងដើម្បីឲ្យដំណើរហ្នឹងសាច់រឿងឲ្យវាដើម្បីបញ្យល់សង្គមឲ្យយល់ពីប្រវត្តិសាស្ត្រពិតប្រាកដនេះខ្ញុំចង់បញ្ជាក់បង្ហាញកន្លែងនេះច្បាស់ហើយបន្ទាប់មកខ្ញុំចង់និយាយថាយួនលើកក្រុមលខោនដែលវានិពន្ធសាច់រឿងឲ្យមកសម្ដែងយកទឹកដីខ្មែរយើងគេហៅថាឲ្យតួទាំង3ហ្នឹងមកយកទឹកដីខ្មែរយើងដែលមានសាច់រឿងគេហៅយកទឹកដីខ្មែរបំបត្តិពូជសាសន៍អានេះគេហៅថាសាច់រឿងយកទឹកដីខ្មែរបំបត្តិពូជសាសន៍ហើយឲ្យប្រជាពលរដ្ឋយើងចូលទៅមើលហើយប្រជាពលរដ្ឋយើងក៏បាននាំគ្នាចាប់អារម្មណ៍ពីរឿងទៅមើលសាច់រឿងគេទៅបែរជាយើងទៅចូលរួមជាមួយសាច់រឿងគេហ្នឹងដែលយើងជួបនៅភាពវិនិច្ឆ័យមហន្តរាយកន្លែងហ្នឹងឥឡូវខ្ញុំចង់បញ្ជាក់បង្ហាញដើម្បីបញ្យល់សង្គមឲ្យយល់បន្ថែមទៀតអំពីបញ្ហាដែលហៅថាយួនវាឲ្យដើរទួស្ដេចព្រោះវាដើរទួស្ដេចវាទួស្ដេចនៅតែទួស្ដេចចង់ធ្វើយ៉ាងម៉េចក៏ដោយព្រោះវានៅតែទួស្ដេចក្នុងរបបរាជានិយមឥឡូវយើងនិយាយពីរឿងអាទួស្ដេចនេះចាំតែស្ដេចរបូតយើងមើលឃើញឆ្នាំ2014ដែលយើងបង្ហាញឲ្យឃើញច្បាស់ថារវាងដែលភាពជោគជ័យរបស់ប្រជាពលរដ្ឋក្រុមយៈហ្នឹងគឺមកផ្លន់ភាពជោគជ័យរបស់ប្រជាពលរដ្ឋហើយវាដល់ទៅពេលហ្នឹងដើម្បីឲ្យវាស្របទៅតាមលទ្ធិប្រជាធិបតេយ្យដែលស្របទៅតាមអំណាចនៃការរៀបចំនិពន្ធនៃសាច់រឿងរបស់យួនបានន័យថាអាស្ដេចហ្នឹងចាំតែទ្រទ្រង់នៅអំណាចរបស់យៈព្រោះយៈហ្នឹងវាជាក្រុមបពុយួនដែលគោលដៅឲ្យគេដឹកនាំរហូតដូចយើងលើកនៅភាពជាក់ស្ដែងយើងមើលឃើញថាសកម្មភាពនយោបាយវាទៅការចូលរួមនៅអំណាចលទ្ធិប្រជាធិបតេយ្យត្រីភូបៈដែលមានបកទាំងពីរហៅថាបកក្របនិងបកប្រឆាំងដូចនេះចំណុចហ្នឹងដើម្បីឲ្យស្របហ្នឹងអាទួស្ដេចហ្នឹងចាំតែធ្វើនៅកិច្ចព្រមព្រៀងយល់ព្រមចូលរួមសកម្មភាពជាមួយនឹងក្រុមចៅដែលវាមកផ្លន់ភាពជោគជ័យរបស់ប្រជាពលរដ្ឋបែរជាអាស្ដេចដែលយួនវាលើកតបឡើងហ្នឹងអត់ចាំអត់ខ្វល់ខ្វាយអីទេចាំតែរួមនឹងការធានាយល់ព្រមដែលធ្វើឲ្យសកម្មភាពនយោបាយនៅក្នុងប្រទេសហ្នឹងវាមានភាពគេហៅថាឲ្យវាស្របទៅតាមច្បាប់ល្ខោនដែលការរៀបចំចងក្រងនិពន្ធសាច់រឿងពីយួននឹងដើម្បីបង្ហាញសង្គមយើងឲ្យបានច្បាស់លាស់អំពីគេហៅថាទូនាទីរបស់ស្ដេចចាំតែសហការចូលរួមរវាងដែលក្រុមយៈដែលវាប្រើអំណាចស្ដេចការសម្រាប់នឹងកំទេចជាតិសាសន៍ឲ្យផុតឲ្យវិនិច្ឆ័យនឹងហើយជាទូនាទីរបស់ស្ដេចអញ្ចឹងគេលើកទូស្ដេចគេលើកដំកើងហើយទូស្ដេចនៅតែជាទូស្ដេចអត់ប្រែប្រួលហើយអត់មានធ្វើសកម្មភាពអីទេទុកឲ្យយួនធ្វើយ៉ាងម៉េចធ្វើទៅពីព្រោះទស្សនៈនេះជាក្រុមលខោនដែលយួនលើកឡើងមករៀបចំឲ្យមកសម្ដែងនៅស្រុកខ្មែរអាហ្នឹងបញ្ហាយើងនិយាយពីទូស្ដេចហើយអាទូស្ដេចមួយទៀតជាទូសំខាន់ណាស់ជាបញ្ហាដែលខ្ញុំចង់បញ្ជាក់បង្ហាញដើម្បីឲ្យបងប្អូនយល់ឲ្យដឹងអំពីបញ្ហាវិសកម្មភាពដែលយួនមើលឃើញថាសង្គមខ្មែរយើងប្រជាពលរដ្ឋខ្មែរយើងគាត់និយមចូលចិត្តទៅលើស្ដេចនិងសាសនាកន្លែងហ្នឹងហើយដែលក្រុមយៈវាតែងតែប្រើពាក្យគំរាមកំហែងនិងបដូររបបបើសិនជានៅក្នុងចំណុចនៅលក្ខណៈណាមួយដែលកាត់ទឹកដីឲ្យយួនបកគលទឹកដីឲ្យយួនធ្វើបាបប្រជាពលរដ្ឋបើសិនជាស្ដេចហ្នឹងហ៊ានចេញមុខមកអាតួយៈហ្នឹងគេនឹងដាក់គំរាមកំហែងនិងប្រើពាក្យមួយហៅថាបដូររបបរាជាហ្នឹងឲ្យទៅជារបបសាធារណរដ្ឋដូចជាយើងត្រូវយល់ច្បាស់ឲ្យពិតប្រាកដពីគេហៅថារបបហ្នឹងហើយជាទស្សនៈយួនដើម្បីប្រើពាក្យហ្នឹងដើម្បីបំលាយកំឡាទៅលើប្រជាពលរដ្ឋខ្មែរពីពួកគេយល់ដឹងថាប្រជាពលរដ្ឋខ្មែរយើងខ្លាចបាត់បង់ដែលធំបំផុតហ្នឹងគឺស្ដេចណាហើយនឹងសាសនាដូចទេបើសិនជាយើងបដូរនៅក្នុងរបបរាជានិយមដូចជាកន្លែងហ្នឹងហើយដែលប្រជាពលរដ្ឋមានការភ័យព្រួយខ្លាចរបបហ្នឹងទៅជារបបសាធារណរដ្ឋចំណុចដែលខ្សោយគេប្រើទស្សនៈថាក្រុមយៈហ្នឹងវាមកគៀបសង្កត់ទៅលើអង្គព្រះមហាក្សត្រកន្លែងហ្នឹងហើយដែលជាចំណុចខ្សោយនៃសង្គមខ្មែរយើងនេះហើយគេហៅថាគាត់តែជាល្បិចគេលេងល្ខោនទេដូចជាអាហ្នឹងហើយដែលខ្ញុំចង់
បញ្យល់សង្គមយើងឲ្យយល់ថាអ្វីទៅគេហៅថាការគេលេងល្ខោនហ្នឹងបានន័យថាយើងត្រូវឲ្យយល់ដឹងឲ្យច្បាស់លាស់ពីព្រោះរបបយួនធានបំបត្តិទឹកដីខ្មែរវាមិនហ៊ានប្រើនៅរបបសាធារណរដ្ឋទេពីព្រោះយើងត្រូវយល់ដឹងទៅឲ្យច្បាស់បើសិនជាវាហ៊ានប្រើនៅក្នុងរបបសាធារណរដ្ឋដូចជាទូនាទីនាយករដ្ឋមន្ត្រីគេលេងហៅនាយករដ្ឋមន្ត្រីទៀតហើយគេហៅថាប្រធានាធិបតីបើសិនជាប្រធានាធិបតីវាគ្រប់គ្រងអំណាចបានតែពីអាណត្តិទេតែចាប់ពីអាណត្តិគឺវាត្រូវចុះចេញពីតំណែងដោយស្វ័យប្រវត្តិដូចជាយើងសូមសួរទៅដល់បងប្អូនប្រជារាស្ត្រពេញពិភពលោកឲ្យយល់ដឹងថាតើហ៊ុនសែនវាហ៊ានបដូររបបសាធារណរដ្ឋទេទៅតាមជាគម្រាមកំហែងដែលវាប្រើពាក្យថានឹងបដូររបបវិជានិយមចោលនេះហើយជាអបាយកលនេះហើយគេហៅថាជាល្បិចកលដែលហៅថាប្រើចិត្តសាស្ត្រនយោបាយដើម្បីបំផន់មតិជាតិហើយនឹងបំផន់ការភ័យព្រួយការចាប់អារម្មណ៍ដែលប្រជាពលរដ្ឋយើងដោតទៅលើការនិយមទៅលើស្ដេចកន្លែងហ្នឹងហើយដែលគេហៅថាជាទស្សនវិស័យមួយដែលគេមើលឃើញពីនយោបាយសង្គមខ្មែរយើងដែលពេញចិត្តហ្នឹងស្ដេចហើយនឹងសាសនាកន្លែងហ្នឹងហើយគេយកទស្សនៈហ្នឹងមកដើម្បីឲ្យយៈហ្នឹងមកគៀបសង្កត់ហើយមកគម្រាមកំហែងហើយមកដាក់គំនាបមកលើស្ដេចតែយើងដោតទៅយល់ឲ្យច្បាស់លាស់ស្ដេចហ្នឹងមិនមែនជាស្ដេចខ្មែរទេកន្លែងហ្នឹងហើយដែលវាប្រើលេសកន្លែងហ្នឹងវាបិទពួនបិទមុខពួនអាត្មាដើម្បីមិនខ្វល់ខ្វាយពីសង្គមពីបញ្ហាវាប្រើលេសកន្លែងហ្នឹងដែលធ្វើឲ្យសង្គមជាតិយើងជួបនៅភាពវិនាសមហន្តរាយដែលប្រើនៅលើល្បិចកលនេះក៏ជាល្បិចល្ខោនដែលគេសម្ដែងនៅក្នុងសាច់រឿងដែលសាច់រឿងល្ខោនដែលយកទឹកដីខ្មែរនឹងហើយដែលខ្ញុំចង់បញ្យល់សង្គមយើងឲ្យយល់ឲ្យច្បាស់អំពីវិបត្តិបញ្ហាដែលពាក់ព័ន្ធទៅលើរឿងដែលហៅថាចោតប្រកាន់ដែលបដូររបបដូចជាកន្លែងហ្នឹងហើយឲ្យសង្គមខ្មែរយើងមើលឃើញឲ្យច្បាស់លាស់រវាងដែលស្ដេចខ្មែរពិតប្រាកដគេមិនខ្លាចអ្នកបដូររបបទេបើសិនជាស្ដេចខ្មែរដូចជាប្របាទអង្គឌួងនិងប្របាទនរោត្តមហ្នឹងគេដើម្បីកត់ខំរក្សាបូរណភាពទឹកដីខំទាមទារគេហៅថាតស៊ូប្រឆាំងនឹងអំណាចនៃការជឿនលឿនពីយួនតែមិននឹកស្មានដល់ប្រជាពលរដ្ឋខ្មែរយើងប្រជាជាតិខ្មែរយើងមិនបានnokគ្នាស្រាវជ្រាវពីប្រវត្តិសាស្ត្រឲ្យដឹងថាស្ដេចណាឲ្យពិតប្រាកដអត់ទេឬតែគេបំបត្តិនៅឥទ្ធិពលនៃស្ដេចគឺយើងនាំគ្នាភ័យព្រួយតែយើងសូមសួរថាស្ដេចអា3សាច់ជានោះក្រោយវាគ្រងរាជមកទល់សពថ្ងៃតើវាបានបំពេញករណីកិច្ចជាស្ដេចទេឲ្យយើងមើលឃើញសង្គមមកទល់សពថ្ងៃនៅក្នុងរយៈពេលតាំងពីឆ្នាំ1941មកទល់នឹងឆ្នាំ2015ដែលបង្ហាញសង្គមឲ្យមើលឃើញថារវាងរួមដែលវាធ្វើសកម្មភាពបំរើយួនសម្លាប់ខ្មែរនេះមិនដែលឃើញស្ដេចចេញមុខមកដើម្បីឲ្យមានភាពរីកចម្រើននៅក្នុងសង្គមប្រទេសជាតិទេតែជួបនៅភាពវិនាសមហន្តរាយនិងបាត់បង់ទឹកដីក្រោមការយួនគ្រប់គ្រងទាំងស្រុងដោយការរួមចំណែកសហការជាមួយនឹងក្រុមល្ខោននឹងដែលខ្ញុំចង់បញ្ជាក់បង្ហាញឲ្យកញ្ញាធីសវណ្ណថាបោកមេនឯងឲ្យយល់ឲ្យបានដឹងច្បាស់លាស់អាហ្នឹងខ្ញុំក៏និយាយពីចំណុចពីរឿងរាជានិយមហើយយើងនិយាយពីទូយៈឥឡូវយើងនិយាយពីទូយៈហ្នឹងទូនាទីទូយៈបានន័យថាទូយៈហ្នឹងគឺជាអ្នកដឹកនាំប្រទេសដឹកនាំរហូតអត់មានអ្នកណាប្រអាចទៅយកតំណែងពីទូយៈហ្នឹងបានទេពីព្រោះទូយៈគឺជាទូដឹកនាំប្រទេសដើម្បីគោលបំណងបំរើយួនសម្រាប់ពូជសាសន៍ខ្មែរនេះគេហៅថាជាទូយៈនេះដែលយើងមើលឃើញសកម្មភាពនយោបាយច្បាស់ហើយបន្ទាប់មកទៀតគេលើកតួប្រឆាំងណាតែតួប្រឆាំងដែលយើងមើលឃើញសកម្មភាពនយោបាយតាំងពីឆ្នាំ1995មកទល់នឹងឆ្នាំ2015សកម្មភាពតួប្រឆាំងចាំតែប្រឆាំងអត់មានប្រែប្រួលទេហើយតួប្រឆាំងហ្នឹងហេតុអីបានយួនវាលើកដំកើងដើម្បីឲ្យតួប្រឆាំងហ្នឹងងើបឡើងប្រឆាំងដោយសារអីតួប្រឆាំងនេះសំខាន់ណាស់សំខាន់នៅក្នុងលក្ខណៈគំតិចពូជសាសន៍ខ្មែរអញ្ចឹងវាដើរនៅក្នុងពីចំណុចទី1ក្នុងច្បាប់$23.91ដែលយើងបានចុះសន្ធិសញ្ញាគេហៅថាលទ្ធិវិជាធិបតេយ្យសេរីភូប៉ាដូចនេះយើងត្រូវយល់អាលទ្ធិវិជាធិបតេយ្យសេរីភូប៉ាហ្នឹងគេហៅថាមានគណៈបកដឹកនាំប្រទេសហើយនឹងគណៈបកប្រឆាំងដូចគេហៅថាមួយ leader មួយទៀត opposition leader អញ្ចឹងវាមានគណៈបកពីរបានហៅថាលទ្ធិវិជាធិបតេយ្យសេរីភូប៉ាបានស្របទៅតាមច្បាប់អន្តរជាតិអាហ្នឹងគេលើកឲ្យគណៈបកប្រឆាំងហ្នឹងដើម្បីឲ្យស្របទៅតាមច្បាប់អន្តរជាតិហើយសុំលុយពីអន្តរជាតិបន្តយើងមើលទៅតាំងពីឆ្នាំ95 97 2008របូតមកដែលទឹកលុយអង្គការក្រៅរដ្ឋាភិបាលដែលគេជួយយើងរាប់លានដុល្លារក្នុងមួយឆ្នាំនេះដែលបញ្ជាក់បង្ហាញឲ្យឃើញច្បាស់ហើយដែលហៅថាគេបង្កើតគណៈបកប្រឆាំងចាំតែប្រឆាំងដើម្បីឲ្យស្របទៅតាមលទ្ធិវិជាធិបតេយ្យឲ្យនៅថ្ងៃទី$23.91អានេះយើងបញ្ជាក់បង្ហាញអានេះក្នុងលក្ខណៈទី1លក្ខណៈទី2វាដើរតួប្រឆាំងយើងមើលឃើញប្រជាពលរដ្ឋមានការជិះចាប់អ្នកស្នេហាជាតិមានការជិះចាប់មើលឃើញពីទង្វើសកម្មភាពអស់ហ្នឹងដែលយើងចូលរួមជាមួយនឹងគណៈបកប្រឆាំងអាហ្នឹងហើយដែលគេហៅថាគណៈបកប្រឆាំងទី2បង្ហាញខ្មាំងកំចាត់ជនស្នេហាជាតិអ្នកណាដែលចូលរួមជាមួយនឹងគណៈបកសំរងស៊ីណាអ្នកណាដែលចូលរួមជាមួយនឹងគណៈបកសំរងស៊ីត្រូវអ្នកស្នេហាជាតិពិតប្រាកដពួកយួនវាមើលឃើញសកម្មភាពហ្នឹងវាតែងតែចាត់ដាក់គុកវាតែងតែលួចសម្លាប់វាតែងតែធ្វើវិធានចនាគុកចំណុចដើម្បីគំតិចដូចជាវាប្រើវិធានពាក្យ3ម៉ាត់ទេអ្នកដែលចូលក្នុងគណៈបកប្រឆាំងទី1ទិញបើទិញមិនលក់សម្លុតមិនខ្លាច
សម្លាប់នេះជាគោលការណ៍ដែលក្នុងគណៈបកប្រឆាំងដែលយួនប្រើពាក្យ3ម៉ាត់នឹងដើម្បីគំតិចអ្នកថាជាចោលដូចជាបើសិនជាអ្នកដែលទិញនៅក្នុងទស្សនៈនឹងមិនលក់អាកន្លែងហ្នឹងហើយដែលបញ្ជាក់បង្ហាញឲ្យឃើញថាលោកជាវិជានៅក្នុងចំណុចហ្នឹងដែលវាទៅបាញ់ណាដែលវាទៅបាញ់សម្លាប់បង្ហាញឲ្យឃើញច្បាស់ហើយអាហ្នឹងនៅក្នុងតួគណៈបកប្រឆាំងហើយបន្តមកទៀតអ្វីដែលខ្ញុំចង់និយាយពីគណៈបកប្រឆាំងមិនមែនជាខ្មែរទេគឺយួនហើយបញ្ហាទី4កញ្ញាបានលើកពីរឿងឡាយនឹងសៀដូចជាឥឡូវចំណុចនេះខ្ញុំគាត់នៅចង់បកស្រាយយកទស្សនៈឡាយនឹងសៀដើម្បីមកបង្ហាញកញ្ញាឲ្យបានយល់ដឹងសិនមុននឹងការឆ្លើយតបនៅក្នុងសកម្មភាពនិងទស្សនៈដូចជាចំណុចទី1យើងនិយាយពីរឿងឡាយនឹងសៀខ្ញុំគាត់ចង់បញ្ជាក់បង្ហាញកញ្ញាឲ្យច្បាស់លាស់អំពីឡាយនឹងសៀពាក្យឡាយនឹងសៀហ្នឹងคลิปដែលកញ្ញាកំពុងតែនិយាយហ្នឹងមិនអាចប្រើពាក្យឡាយសៀបានទេពីព្រោះคลิปហ្នឹងជាទស្សនៈរបស់កញ្ញាដូចជាចំណុចដែលពាក្យឡាយនឹងសៀហ្នឹងដរាបណាតែព័ត៌មានជាក់ស្ដែងព័ត៌មានពិតប្រាកដព័ត៌មានរហ័សការអាហ្នឹងបានអាចយើងប្រើពាក្យឡាយនឹងសៀដូចលើកឧទាហរណ៍ព័ត៌មានវិច័យចេញទី2វាមានរូបភាពសកម្មភាពហើយនឹងដំណឹងតែច្បាស់លាស់អាហ្នឹងដែលយើងអាចបញ្ចេញឡាយនឹងសៀបានអាហ្នឹងបើយើងប្រើទស្សនៈជំរុញឲ្យអ្នកដែលគ្រប់គ្រងយើងហ្នឹងឲ្យជួយឲ្យគិតជួយឡាយនឹងសៀអាហ្នឹងយើងអាចប្រើពាក្យហ្នឹងដើម្បីសុំសំណូមពរឲ្យគេជួយបញ្ជូនព័ត៌មានឲ្យត្រូវភាពការអាហ្នឹងដែលយើងចង់បញ្ជាក់បង្ហាញកញ្ញាបានច្បាស់លាស់តែកញ្ញាដែលប្រើពាក្យហៅថាឡាយនឹងសៀនៅក្នុងคลิปវីដេអូនេះមិនអាចយកពាក្យហ្នឹងយកមកប្រើបានទេដូចជាកុំឲ្យយកទស្សនៈនឹកឃើញទៅពីទៅទៀតហើយយកមកប្រើនៅក្នុងបញ្ហាពិភពលោកដូចនេះខ្ញុំក៏ចង់បញ្ជាក់បង្ឲ្យកញ្ញាឲ្យយល់ដឹងកុំឲ្យចេះតែនឹកឃើញតែប្រើពាក្យគេហៅថាល្ងឹតល្ងងហើយអត់ដឹងក្បាលដឹងកន្ទុយយកមកប្រើទៅពីទៅទៀតដោយគ្មានមូលដ្ឋាននិងការយល់ដឹងអានេះចំណុចទី1ដែលខ្ញុំចង់បញ្ជាក់បង្ហាញកញ្ញានឹងឲ្យបានច្បាស់លាស់អំពីឡាយនឹងសៀដូចជាអ្វីក៏ដោយមុននឹងយើងធ្វើអីយើងត្រូវការគិតពិចារណាឲ្យយល់ដឹងពីច្បាប់ទម្លាប់ក្បួនខ្នាតឲ្យត្រឹមត្រូវចាំយើងនឹងបង្ហោះចេញនៅការនិយាយស្ដីព្រោះវាមានការប៉ះពាល់ទៅលើសង្គមដែលគេហៅថាការឡាយនឹងសៀហ្នឹងបានន័យថាបើសិនជាកញ្ញាប្រើពាក្យឡាយនឹងសៀឥឡូវនេះស្មើនឹងការញុះញង់សង្គមឲ្យជួបនៅភាពវិនាសមហន្តរាយលើចូលទៅលើទស្សនៈកញ្ញាមិនទាន់បានយល់ពីនយោបាយប្រវត្តិសាស្ត្រសង្គមកិច្ចសេដ្ឋកិច្ចវប្បធម៌នៅក្នុងសង្គមនឹងឲ្យបានពិតប្រាកដទេបែរជាកញ្ញាឯងហ៊ានឲ្យគេប្រើឡាយនឹងសៀនលើទស្សនៈខ្លួនឯងដែលមានមូលដ្ឋានចំហនឹងការពិតអានេះខ្ញុំចង់បញ្ជាក់បង្ហាញកញ្ញាឲ្យយល់ដឹងអំពីបញ្ហាឡាយនឹងសៀបញ្ហាទី1យើងនិយាយទី2កញ្ញានិយាយពីសកម្មភាពដែលយួនបានធ្វើប៉ុនប៉ងមកលើទឹកដីខ្មែរដូចជាកញ្ញាបានរាយរាប់អស់ហើយតាមព្រំដែនសកម្មភាពទាំងអស់ដូចជាអាហ្នឹងដែលយើងមើលឃើញថាហេតុអីបានយួនហ៊ានធ្វើដល់ថ្នាក់ហ្នឹងកន្លែងហ្នឹងឲ្យកញ្ញាត្រូវមានការពិភាក្សាពិចារណាដល់កម្រិតហេតុអីបានគេមើលងាយយើងអ្វីដែលគេមើលងាយយើងបើយើងមិនធ្វើឲ្យគេមើលងាយតើធ្វើម៉េចគេមើលងាយយើងកើតអញ្ចឹងកញ្ញាត្រូវយល់អាទស្សនៈមួយឲ្យច្បាស់លាស់សេះស្លូតទីមនុស្សស្លូតទីទៀតទស្សនៈអស់ហ្នឹងហើយដែលយើងបង្កសកម្មភាពបញ្ហាដែលកញ្ញាគេហៅថាកញ្ញាបោកបុកមែនកញ្ញាអីបានមើលឃើញសកម្មភាពនយោបាយដែលគេប៉ុនប៉ងគេវាយគេធ្វើបាបតើអ្នកណាដែលមានសមត្ថភាពចេញមកជួយសិតតែពួកបោកប្រាស់សង្គមនៅក្នុងគណៈបកទាំង3ហ្នឹងគណៈបករាជានិយមគណៈបកប្រជាជនហើយនឹងគណៈបកសង្គ្រោះចោលសកម្មភាព3នាក់ហ្នឹងគេរួមចំណែកកម្លាំងដើម្បីគំតិចជាតិសាសន៍ខ្មែរនេះជាផែនការយួនដែលគេរៀបចំមកអានេះដែលខ្ញុំចង់បញ្ជាក់បង្ហាញកញ្ញាឲ្យបានច្បាស់លាស់ឲ្យដឹងថារវាងសកម្មភាពហ្នឹងបណ្ដាលមកពីអ្នកណានឹងហើយគេហៅថាជាការរួមចំណែកជាមួយនឹងកញ្ញាបានធ្វើសកម្មភាពដូចយើងនិយាយឲ្យមើលឃើញសកម្មភាពសង្គមឲ្យបានឃើញឲ្យបានច្បាស់លាស់ហេតុអីបានគេហ្នឹងមកយកទឹកដីខ្មែរយើងឲ្យងាយស្រួលអាហ្នឹងចំណុចឲ្យមួយឲ្យកញ្ញាហ្នឹងធ្វើការវិភាគកន្លែងហ្នឹងឲ្យបានច្បាស់លាស់អាហ្នឹងយើងនិយាយពីព្រំដែនហើយខ្ញុំលើកឧទាហរណ៍ដើម្បីបំភ្លឺមួយចំណុចទៀតឲ្យកញ្ញាឲ្យបានយល់ដឹងកញ្ញាទៅមើលនៅឆ្នាំ2008រវាងព្រំដែនខ្មែរថៃតែយើងឃើញថាថៃហ៊ានចូលមករំលោភលើទឹកដីខ្មែរហ៊ានបាញ់តបតប្រឆាំងណាធ្វើសង្គ្រាមជាមួយថៃតែយើងសុំត្រឡប់មកវិញចោះយួនវិញតែយើងឃើញថាខ្មែរយើងហ៊ានតែតបតជាមួយយួនយើងសួរថាបណ្ដាលមកពីអីកន្លែងហ្នឹងដែលកញ្ញាឯងត្រូវការយកមកគិតពិចារណាឲ្យបានច្បាស់លាស់ពីបញ្ហាដែលរឿងរវាងខាងលិចនិងខាងកើតតើវាខុសគ្នាយ៉ាងម៉េចអាហ្នឹងចំណុចដែលខ្ញុំចង់និយាយពីសកម្មភាពហើយលក្ខណៈមួយទៀតដែលកញ្ញាបានប្រកបប្រកាសពីរឿងឲ្យខ្មែរយើងក្រោកឡើងនាំគ្នាក្រោកឡើងនាំគ្នាសាមគ្គីគ្នាឡើងដើម្បីទៅចូលរួមជាមួយនឹងគណៈបកសង្គ្រោះចោលហ្នឹងដែលកញ្ញាឯងបានងើបឡើងម្ដងរួចទៅហើយនៅក្នុងឆ្នាំ2013ដែលយើងបានឈ្នះពីភាពជោគជ័យរវាងការបោះឆ្នោតដែលគណៈបកសង្គ្រោះចោលមុនដំបូងកញ្ញាបាននាំគ្នាដើរស្រែកតាមប្រ
កោប្រកាសតាមដងវិថីបកគោប្រកាសឲ្យហ៊ុនសែនអើយចុះចេញទៅបែរជាកញ្ញាធីសវណ្ណថាបោកមេនឯនេះបានស្រែកឲ្យហ៊ុនសែនអើយចុះចេញទៅប្រជាពលរដ្ឋមូមីគ្នាសាមគ្គីគ្នាឡើងដើម្បីជំរុញឲ្យហ៊ុនសែនត្រូវតែចុះចេញពីតំណែងដល់តែសរុបសេចក្តីទៅបែរជាអាកំពូចបោកប្រាស់សំរងស៊ីលើកពីភាពអយុត្តិធម៌លើកពីកម្លាំងជាតិទៅចូលរួមជាមួយនឹងគណៈបកយួនបំរើយួនសម្រាប់ខ្មែរនេះតែបញ្ជាក់បង្ហាញឲ្យឃើញថាអាកំពូចបោកប្រាស់សំរងស៊ីវាមិនមែនជាជនជាតិខ្មែរវាគឺជាជនជាតិយួនយកពីភាពជោគជ័យរបស់ប្រជាពលរដ្ឋយកទៅចុះចូលសភាហើយមកទល់នឹងសប្តាហ៍សូមសួរថាដំណើរបញ្ហាគេទៀនគេមើងងាយគេជីជិនគេវាយគេធ្វើបាបហើយគេចាប់ដាក់គុកយើងសូមសួរថាយើងធ្វើអីកើតហើយយើងមើលឃើញអាកំពូចបោកប្រាស់សំរងស៊ីវាបានធ្វើចេញទេមានតែនកនេះជំរុញប្រជាពលរដ្ឋឲ្យនកនេះទៅបង្កើតទូបែរជាអារឿងដំណោះស្រាយវិបត្តិប្រទេសជាតិវាអត់លើកឡើងយកមកនិយាយឃើញវាអត់មានដំណោះស្រាយសម្រាប់ជាតិទេតែកញ្ញាឯងមើលឃើញច្បាស់ហើយនៅហេតុអីបានកញ្ញាឯងជំរុញប្រជាពលរដ្ឋឲ្យសាមគ្គីឡើងសាមគ្គីចូលរួមជាមួយអ្នកណាដើម្បីឲ្យសង្គមហ្នឹងងើបឡើងដើម្បីទាមទារយកទឹកដីពីយួនតើយើងងើបឡើងចូលរួមជាមួយអ្នកណាបើអាកំពូចបោកប្រាស់សំរងស៊ីវាជាក្រុមបកពួកតែមួយជាមួយហ៊ុនសែនរួចទៅហើយកញ្ញាឯងជំរុញឲ្យប្រជាពលរដ្ឋហ្នឹងងើបឡើងដើម្បីសាមគ្គីគ្នាឡើងហើយកុំឲ្យវាយប្រហារគ្នាឯងហើយចោះអ្នកណាដែលជាអ្នកស្នេហាជាតិកញ្ញាឯងមើលឃើញឲ្យច្បាស់លាស់នៅក្នុងបកទាំង3ហ្នឹងតើបកមួយណាស្នេហាជាតិឲ្យកញ្ញារួមគ្នាសាមគ្គីយ៉ាងម៉េចអ្នកហ្នឹងហើយដែលហៅថាទីសវណ្ណថាបោកគឺបោកមេដោយសារអីកញ្ញាឯងមើលឃើញសកម្មភាពនយោបាយច្បាស់តាគេវាយគេធ្វើបាបគេសម្លាប់ប្រជាពលរដ្ឋខ្មែរយើងគ្រប់កន្លែងទាំងអស់ហ្នឹងដែលជាប្រភពនៃបញ្ហាឲ្យកញ្ញាឯងត្រូវយល់ដឹងអ្វីគេហៅថាវិនិច្ឆ័យមហន្តរាយទឹកដីដែលបាត់បង់គឺបណ្ដាមកពីមកពីអាទស្សនៈដែលមិនមើលឃើញថាអ្នកណាជាមិត្តអ្នកណាជាសត្រូវឲ្យបានពិតប្រាកដអានេះខ្ញុំគាត់ចង់បញ្ជាក់បង្ហាញឲ្យកញ្ញាឲ្យយល់ដឹងអំពីអ្វីទៅគេហៅថាសាមគ្គីភាពសាមគ្គីជាមួយអ្នកណាណាឲ្យសាមគ្គីជាមួយនឹងកញ្ញាធីសវណ្ណថាបោកឯងមែនបោកប្រជាពលរដ្ឋបន្តទៀតតែយ៉ាងម៉េចអានេះជាចំណុចដែលយើងនិយាយពីរឿងសាមគ្គីហើយយើងនិយាយចំណុចមួយទៀតកញ្ញាបាននិយាយថាសត្រូវរបស់ខ្មែរពិតប្រាកដមិនមែនជាខ្មែរទេសត្រូវរបស់ខ្មែរពិតប្រាកដមិនមែនជាខ្មែរទេគឺយួនខ្ញុំបាទឈ្មោះអៀកំសេងជាដំបងសូមជម្រាបសួរបងប្អូនរួមជាតិពេញពិភពលោកជាពិសេសបងប្អូននៅក្នុងបណ្ដាញ Facebook និងបណ្ដាញ YouTube ជាទីគោរពនិងជាទីរាប់អានលើកនេះខ្ញុំសូមឆ្លើយតបទៅកញ្ញាធីសវណ្ណថាបើតាមការពិតខ្ញុំវាចង់ផ្អាកនៅក្នុងរយៈពេល 2-3 ខែសិនចាំនឹងឆ្លើយតបក៏ប៉ុន្តែមើលទៅស្ដាប់ទៅវាទៅភ្នែកនៅអ្វីដែលហៅថាកញ្ញាធីសវណ្ណថាហ្នឹងគេហៅថាចង់មកតាំងខ្លួនជាអ្នកមកផ្សព្វផ្សាយសង្គមដើម្បីឲ្យគេហ្នឹងយល់ដឹងតែខ្លួនឯងមិនទាន់យល់ពីទស្សនៈនយោបាយនៅក្នុងអ្វីដែលខ្លួនឯងដើរកំពុងតែចូលរួមសកម្មភាពនៅចលនាគេហៅថាជាចូលរួមជាមួយនឹងគណៈបកបោកសង្គមគេហៅគណៈបកប្រឆាំងគឺគណៈបកសង្គ្រោះចោលដែលយើងរយៈកាលកន្លងមកកញ្ញាបានមើលឃើញពីសកម្មភាពនយោបាយដែលខ្លួនឯងបានប្រកបប្រកាសដើរទៅប្រកបប្រកាសឲ្យហ៊ុនសែនអើយចុះចេញពីតំណែងដែលចូលរួមសកម្មភាពដ៏សស្រាក់ស្រាំជាមួយនឹងគណៈបកសង្គ្រោះចោលតែឥឡូវនេះយើងមើលឃើញថាគណៈបកសង្គ្រោះចោលនៅតែបន្តសកម្មភាពបោកប្រជាពលរដ្ឋប៉ុណ្្នឹងហើយនៅតែកញ្ញាមិនព្រមភ្ញាក់ខ្លួនថែមទៀតដូចជាខ្ញុំអៀកំសេងមុននឹងការឆ្លើយតបទៅកញ្ញាដើម្បីឲ្យបានយល់ដឹងពីបញ្ហាអ្វីដែលថាកញ្ញាចូលរួមសកម្មភាពដែលមកការផ្សព្វផ្សាយហ្នឹងតើវាសមស្របទេទៅក្នុងជាអ្នកសារព័ត៌មានឬក៏ជាអ្នកវិភាគនយោបាយអញ្ចឹងមុននឹងលក្ខណៈកន្លែងហ្នឹងទាំងអស់ហ្នឹងដែលខ្ញុំចង់បង្ហាញកញ្ញាឲ្យបានយល់ដឹងអញ្ចឹងខ្ញុំនឹងដាក់រហស្សនាមមួយដើម្បីឲ្យសមស្របហៅថាកញ្ញាហ្នឹងជាអ្នកនិយាយអត់ដឹងក្បាលដឹងកន្ទុយហ្នឹងអ្វីក៏ដោយដែលការធ្វើហ្នឹងមិនដឹងតែខ្លួនឯងចូលទៅលើទស្សនៈអ្នកនយោបាយឬក៏ជាអ្នកនេសាទព័ត៌មានអញ្ចឹងខ្ញុំចង់បង្ហាញសង្គមឲ្យបានយល់ដឹងថាកញ្ញាធីសវណ្ណថាដែលខ្ញុំនឹងដាក់ងារឲ្យគេហៅថាធីសវណ្ណថាបោកគឺបោកមេនអញ្ចឹងបានរហស្សនាមកញ្ញាធីសវណ្ណថាបោកគឺបោកមេនដើម្បីបង្ហាញសង្គមឲ្យយល់ដឹងពីព្រោះនៅក្នុងคลิปកញ្ញានេះបើស្ដាប់ទៅវាទៅជាពេកមិនដឹងថាកញ្ញាជាអ្នកផ្សព្វផ្សាយព័ត៌មានឬក៏ជាអ្នកដែលវិភាគនយោបាយដើម្បីបង្ហាញសង្គមឲ្យមើលដឹងថាខ្លួនឯងជាតួនាទីអ្វីដែលចូលទៅលើទស្សនៈទៅបញ្យល់សង្គមបើចង់តាំងខ្លួនជាអ្នកសារព័ត៌មានបញ្ជាក់ពីសារព័ត៌មានឲ្យច្បាស់លាស់អ្វីដែលហៅថាជាសារព័ត៌មានអ្វីក៏ដោយដូចជាចំណុចមួយទៀតបើចង់តាំងខ្លួនឯងជាអ្នកវិភាគនយោបាយហើយជាអ្នកឲ្យផ្ដាល់ទៅគេហៅថាទស្សនៈនយោបាយវិបត្តិនៅបញ្ហាប្រទេសជាតិត្រូវយួនធានពៀនហ្នឹងតើសត្រូវខ្មែរពិតប្រាកដហ្នឹងជាយួនឬក៏ជាខ្មែរដើម្បីមុននឹងការវេកញែកនៅការឲ្យតម្លៃទៅលើរបស់កញ្ញាឯងបានន័យថាហ៊ា
មានប្រើពាក្យមួយថាសត្រូវរបស់ខ្មែរពិតប្រាកដហ្នឹងមិនមែនខ្មែរទេគឺយួនអញ្ចឹងបានន័យថាទស្សនៈដែលកញ្ញាមើលឃើញសប្តាហ៍ថ្ងៃនេះបានន័យថាមើលឃើញប្រទេសយួនមកយកទឹកដីខ្មែរឬក៏ជនជាតិខ្មែរខ្លួនឯងហ្នឹងមកបំរើយួនសម្រាប់ខ្មែរតើយើងមើលឃើញសកម្មភាពនៅក្នុងគណៈបកទាំង3ហ្នឹងតើគណៈបកទាំង3ហ្នឹងបំរើយួនសម្រាប់ខ្មែរឬក៏យួនមកយកទឹកដីខ្មែរដើម្បីបង្ហាញសង្គមឲ្យបានច្បាស់លាស់មិនទន្ទឹមមកប៉ុណ្្នឹងទេកញ្ញាហ៊ានថែមទាំងបកគោប្រកាសឲ្យគណៈបកសង្គ្រោះចោលហ្នឹងទៅទាញកម្លាំងប្រជាពលរដ្ឋឲ្យចុះទៅព្រំដែនបន្តទៀតយើងសុំសួរថាចុះទៅព្រំដែនបន្តទៀតហ្នឹងដើម្បីអីដើម្បីឲ្យយួនវាយឲ្យបែកក្បាលខ្មែរឲ្យយួនសម្លាប់ខ្មែរបានកញ្ញាសប្បាយចិត្តឬយ៉ាងម៉េចដូចជាទន្ទឹមពេលហ្នឹងអៀកំសេងនឹងចាក់សំលេងទីសវណ្ណថាបោកមេនហ្នឹងដើម្បីបំភ្លឺឲ្យបងប្អូនឲ្យដឹងឲ្យស្ដាប់សិនខ្ញុំនឹងបកនៅនិយមន័យនៃពាក្យទាំងអស់ហ្នឹងដែលខ្ញុំបានធ្វើការចោទប្រកាន់ឲ្យបងប្អូនមកស្ដាប់ដូចតទៅសូមជម្រាបសួរបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកនិងក្រៅស្រុកទាំងអស់គ្នាការពីម្សិលមិញគឺដោយបងប្អូនទាំងអស់គ្នាបានដឹងគឺមានការចាប់ខ្លួនសកម្មជនប្រឆាំង11នាក់ហើយពួកគាត់ទាំងនោះភាគច្រើនគឺជាអ្នកដែលបានចូលរួមក្នុងសកម្មភាពប្រឆាំងនឹងជនជាតិយួនដែលបានបំពេញលើទឹកដីខ្មែរដូចជាបងប្អូនបានដឹងគឺនៅខេត្តត្បូងឃ្មុំគឺយួនបានដាក់ថ្នាំសម្លាប់ដំណាំពលរដ្ឋខ្មែរយើងហើយនៅខេត្តរតនគិរីគឺយួនបានជីកស្រះបំពេញនៅត្រង់ព្រំដែនខ្មែរយើងហើយនៅមួយទៀតនៅខេត្តកណ្ដាលខេត្តកណ្ដាលហ្នឹងគឺនៅស្រុកកោះធំគឺយួនបានដាក់ប្រទេសធាននៅទីនោះហើយមួយទៀតនៅខាងខេត្តស្វាយរៀងគឺយួនបានធ្វើឈូសផ្លូវហ្នឹងគឺបំពេញត្រង់បង្គោលព្រំដែនហើយទៅនឹងបំពេញឲ្យឈូសភ្នូដូនតាខ្មែរយើងទៀតនេះគឺជាសកម្មភាពយួនដែលបានពៀនលើខ្មែរដែលប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយគឺបានដឹងបានឮទាំងអស់គ្នាហើយរឿងទាំងនេះគឺជារឿងចំណុចខ្សោយរបស់រាជរដ្ឋាភិបាលជាពិសេសហ្នឹងក៏រដ្ឋាភិបាលហ្នឹងក៏បានទទួលស្គាល់ដែរពីចំហឆ្គងនិងពីរឿងយួនដែលបានបំពេញខ្មែរហើយរដ្ឋាភិបាលបានដាក់កំណត់ទូតទៅប្រទេសយួនទៀតប៉ុន្តែយួនគឺអត់បានរដ្ឋាភិបាលយួនហ្នឹងគឺអត់បានឆ្លើយតបទេនេះគឺជាការមើលងាយមួយដល់រដ្ឋាភិបាលខ្មែរដូចគ្នាហើយប៉ុន្តែបើតាមខ្ញុំឃើញគឺគណៈបកប្រឆាំងហ្នឹងគឺគាត់បានធ្វើរឿងសាររឿងព្រំដែនរឿងបញ្ហាយួនដែលជារឿងចំណុចខ្សោយរបស់រដ្ឋាភិបាលហើយធ្វើឲ្យមានការផុសផុលយ៉ាងច្រើននិងយកចិត្តទុកដាក់ពីប្រជាពលរដ្ឋប៉ុន្តែបែរជាខាងរដ្ឋាភិបាលចាប់សកម្មជនប្រឆាំង11នាក់នេះតាមការយកឃើញរបស់ខ្ញុំគឺជាការបង្វែររឿងព្រំដែនយួនឲ្យគណៈបកប្រឆាំងគិតតែពីការទៀមទាដោះលែងសកម្មជនរបស់ខ្លួនបើសម្រាប់ខ្ញុំសូមផ្ដាំផ្ញើសារដល់គណៈថ្នាក់ដឹកនាំគណៈបកប្រឆាំងសូមឲ្យបែងចែកក្រុមឲ្យដាច់គឺមានក្រុមមួយដែលទៀមទាដោះលែងសកម្មជនទាំង11នាក់ប៉ុន្តែចំពោះសកម្មភាពព្រំដែនសូមបង្កាត់ក្រុមមួយទៀតកុំឲ្យឈប់ឲ្យសោះសូមឲ្យពួកគាត់មកក្រុមទៀតហ្នឹងធ្វើកិច្ចការព្រំដែនគឺឲ្យនៅតែលើដែរព្រោះប្រជាពលរដ្ឋមានការយកចិត្តទុកដាក់ណាស់ហើយដូច្នេះកុំឲ្យគោលបំណងរបស់រដ្ឋាភិបាលដែលបង្វែររឿងនេះបានជោគជ័យចឹងសូមបកប្រឆាំងបែងចែកក្រុមធ្វើការទាំងពីរនេះហើយសម្រាប់ខ្ញុំយល់ឃើញថារឿងព្រំដែននេះគឺមិនមែនជារឿងរបស់បកប្រឆាំងតែមួយនោះទេគឺវាជារឿងរបស់ជាតិមិនមែនជារឿងរបស់យើងដែលត្រូវបែងចែកគិតថាវាជារឿងរបស់គណៈបកណាគណៈបកណានោះទេព្រោះថារឿងយួនដែលបំពេញខ្មែរនេះគឺជារឿងទឹកដីរឿងផ្ទះរបស់យើងទាំងអស់គ្នាដូច្នេះសូមខ្មែរទាំងអស់គ្នាសាមគ្គីគ្នាឡើងហើយកុំលៀបពណ៌គ្នាទៅវិញទៅមកសូមឲ្យមានការសាមគ្គីគ្នាព្រោះសត្រូវរបស់យើងពិតប្រាកដគឺមិនមែនខ្មែរគ្នាឯងនោះទេគឺជាជនជាតិយួនឬក៏ជនជាតិបរទេសដែលឈ្លានពានទឹកដីខ្មែរនោះដូច្នេះសូមកូនខ្មែរទាំងអស់សាមគ្គីគ្នាហើយស៊ូបន្តទៀតកុំចោះចាញ់ដូច្នេះសូមបងប្អូនជួយ like និង share វីដេអូនេះផងដើម្បីចែកចាយបន្តហើយជាការសាមគ្គីទាំងអស់គ្នាអរគុណឥឡូវនេះខ្ញុំសូមឆ្លើយតបទៅคลิปទីសវណ្ណថាបោកមេនហ្នឹងដើម្បីបង្ហាញទីសវណ្ណថាបោកមេនឯងស្ដាប់ឲ្យបានច្បាស់លាស់អំពីគេហៅថាคลิปហ្នឹងមិនមែនជាคลิปជាព័ត៌មានទេคลิปហ្នឹងគឺជាคลิปទស្សនៈរបស់កញ្ញាទីសវណ្ណថាបោកមេនដូច្នេះនៅក្នុងទ្រឹស្ដីក្នុងคลิปហ្នឹងវាមានទី1គេហៅថាសកម្មភាពបញ្ជាក់បង្ហាញអំពីយួនបានមកធ្វើមកលើទឹកដីខ្មែរបញ្ហាទី2គេហៅថាទស្សនៈរបស់កញ្ញាបានយល់ឃើញប្រមូលកម្លាំងឲ្យសាមគ្គីគ្នាហើយសាមគ្គីចូលរួមជាមួយនឹងគណៈបកសង្គ្រោះចោលដើម្បីបំភ្លេចបំផ្លាញជាតិទស្សនៈទី3កញ្ញាបាននិយាយថាសត្រូវរបស់ខ្មែរពិតប្រាកដហ្នឹង